អូខេស្អីណាគ្នាសូមស្វាគមន៍មកកាន់ Solo Podcast ប៉ុន្តែថ្ងៃនេះមិនមែន Solo ទេគឺយើងមានភ្ញៀវកិត្តិយសម្នាក់ហើយខ្ញុំជឿថាអ្នកនរគ្នាប្រហែលជាស្គាល់គាត់ច្រើនដែរហើយថ្ងៃនេះគឺពិសេសមែនទែនដែលបានគាត់មកចូលរួមក្នុង podcast របស់ខ្ញុំជួយណែនាំខ្លួនតិចមកឲ្យភ្នែកយើងដែលបានអត់ទាន់ស្គាល់ច្បាស់ហើយស្គាល់កាន់តែច្បាស់បាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះពូលីរតនៈខ្ញុំជាអ្នកផលិតមាតិកាឯករាជ្យ content creator ម្នាក់ដែរហើយគ្រប់គ្នាតែងតែស្គាល់ខ្ញុំនៅលើ page ឈ្មោះពូលីរតនៈឬក៏ YouTube channel ពូលីរតនៈអូខេប៉ុណ្ណឹងមានន័យថែមទៀតអត់ដូចជាមានតែប៉ុណ្្នឹងបើសិនជាបទពិសោធន៍ធ្វើ content វាអាចថាបើនិយាយពីការធ្វើលេងធ្វើកំសាន្តអាចថា 3-4 ឆ្នាំហើយធ្វើវាជាអាជីពមកដល់សប្តាហ៍ថ្ងៃនេះប្រហែលជាបាន 3-4 ឆ្នាំដែរសេះមែនតើគូសំយូរហើយ 3-4 ឆ្នាំយើងតើយើង start មកណាហ្នឹងហើយហើយបាទនេះយើង start បើសិនជាយើងរៀនណាបើយើងរៀនគេហៅថាចប់បញ្ញាបត្រហ្នឹងយេបាទនេះ 3-4 ឆ្នាំនេះពេលដែលយើងចាប់ផ្ដើមធ្វើ content ពេញមកឬមួយក៏យើង start ពីតាំងពីនៅរៀនមកពីរៀនមកយូរណាត្រូវបើពីរៀនមក2017ចុងឆ្នាំ2017ចុះរាប់ដល់ឥឡូវមិនតិចឆ្នាំណាហ្នឹងហើយអាចថាវា7-8ឆ្នាំដែរតែអាចថាខ្ញុំធ្វើវាជាអាជីពត្មងគឺពី2021ដើមឆ្នាំចុងឆ្នាំ2020អូខេបាត់ផ្សោតច្រើនថ្ងៃនេះយើងមានប្រធានបទមួយដែលចង់ជជែកគ្នាមួយពូលីហើយចង់ឲ្យគ្នាយើងបានស្វែងយល់បន្ថែមអំពីតកតងទៅនឹងការសម្រេចចិត្តព្រោះ content ថ្ងៃនេះគឺយើងចង់និយាយតកតងនឹងការសម្រេចចិត្តអញ្ចឹងចង់សួរពូលីតិចថាតកតងនឹងការសម្រេចចិត្តហ្នឹងដូចឧទាហរណ៍ថាពេលដែលបើតាមខ្ញុំដឹងពូលីធ្លាប់សម្រេចចិត្តឈប់រៀនកាលពីនៅសាកលវិទ្យាល័យត្រូវហើយកាលនោះដូចជារៀន IT ត្រូវហើយហ្នឹងហើយបន្ទាប់មកក៏សម្រេចចិត្តថាឈប់ហើយទៅធ្វើអីផ្សេងឈប់ហ្នឹងហើយធ្វើហ្នឹងហើយអញ្ចឹងអាចដឹងបានទេថាមូលហេតុអីបានជាយើងគិតបែបហ្នឹងហើយមុននឹងពេលដែលយើងសម្រេចចិត្តថាឈប់ហ្នឹងតែយើងត្រូវគិតអីខ្លះគិតថាយើងអត់ត្រូវជាមួយនឹងជំនាញហ្នឹងហើយយើងឈប់ពីជំនាញហ្នឹងមកវិញអូខេនិយាយពីប្រវត្តិនៃការរើសជំនាញរៀនរបស់ខ្ញុំតិចចុះខ្ញុំដូចណែតដែរយើងចប់ដល់2018ជំនាន់មួយគ្នាហើយខ្ញុំឡើងមកពេញដំបូងកាលនោះគឺសម្រាប់ចិត្តថារើសជំនាញ IT ដើម្បីរៀនហើយបើគិតទៅវាសមហេតុផលដែរដោយសារតែពីក្មេងមកយើងមានចំណង់ចំណូលចិត្តចូលចិត្តផ្នែកបច្ចេកវិទ្យាចូលចិត្តផ្នែកកុំព្យូទ័រអញ្ចឹងហើយក៏មានឱកាសបានលក្ខណៈថាការរៀនទី12រៀនកូដត្រៀមខ្លះដែររៀននៅផ្ទះរៀនខ្លួនឯងអញ្ចឹងទៅ HTML អញ្ចឹងទៅដល់ឡើងមកយើងក៏សម្រេចចិត្តថាទៅរៀន IT នៅភូមិន្ទភ្នំពេញកាលនោះអាចថាមុននឹងចូលរៀនសាកលវិទ្យាល័យមុននឹងគេបើកថ្នាក់រៀនណាក៏ខ្ញុំបានចំណាយពេលទៅរៀនត្រៀមនៅគួរសាលាក្រៅដែរអញ្ចឹងអាចថាគិតឲ្យសពទៅគឺអាចថាយើងទៅផ្លូវហ្នឹងណាតែជាក់ស្ដែងពេលដែលយើងទៅរៀនបានមួយឆ្នាំខ្ញុំអាចចាប់អារម្មណ៍ថាខ្ញុំអត់សូវជាស្រឡាញ់អាជីពហ្នឹងប្រហែលទេដោយសារកំឡុងពេលរៀនហ្នឹងគឺខ្ញុំតែតែឆ្លៀតធ្វើការងារផលិតវីដេអូចេះដែរតែកាលនោះយើងធ្វើជាលក្ខណៈកម្សាន្តយើងធ្វើជា vlog យើងធ្វើជាវីដេអូបែបលេងអញ្ចឹងណាហើយក៏ឃើញថាខ្លួនឯងដូចមាននិស្ស័យខាងធ្វើវីដេអូនឹងជាងព្រោះគិតទៅយើងធ្វើពីថ្នាក់ទី12មករហូតមកដល់ឡើងសាកលវិទ្យាល័យឆ្នាំទី1ហ្នឹងយើងនៅបន្តធ្វើរហូតតែបើតែយើងមិនធ្វើវាជាប់លាប់ប៉ុន្តែយើងតែងតែគេហៅថាមានក្តីស្រឡាញ់ចំពោះការធ្វើវីដេអូនឹងឯងអញ្ចឹងក៏គេហៅថាកំឡុងពេលចប់ឆ្នាំទី1ភ្លាមហ្នឹងក៏សម្រេចចិត្តថាឈប់រៀនហើយក៏សម្រេចចិត្តថាចង់មកធ្វើវីដេអូអញ្ចឹងណាតែបើមែនតែនទៅឈប់រៀនភ្លាមហ្នឹងក៏មិនបានទៅរៀនជំនាញអីផ្សេងដែរដោយសារមិនដឹងថាទៅរៀនជំនាញធ្វើវីដេអូនៅណាទី1បន្តមកទៀតកាលនោះគឺយើងមានការងារធ្វើហើយអញ្ចឹងយើងមានការងារជាអ្នកផលិតវីដេអូនៅកន្លែងលាងឡានមួយដែលគេហៅថាជាប្រភេទ family business អញ្ចឹងយើងគិតថាបើយើងឈប់រៀនក៏យើងអត់ភ័យដែរដោយសារតែយើងមានការងារអញ្ចឹងអាចថាចាំខ្លួនឯងហ្នឹងហើយចាំខ្លួនឯងរស់អញ្ចឹងទៅហើយយើងឆ្លៀតពេលតនេយើងអង្គុយធ្វើវីដេអូអញ្ចឹងទៅហើយបើបកទៅកាន់សួរពាក់ព័ន្ធជាមួយការសម្រេចចិត្តការនោះវិញអាចថាខ្ញុំតាមចិត្តខ្លួនឯងច្រើន
ដោយសារតែលក្ខណៈថាពេលរៀន IT ទៅបានដឹងថាអូយើងមិនសូវឆ្លាញ់ជំនាញហ្នឹងមិនមែនថាជំនាញហ្នឹងអត់ល្អមិនមែនថាយើងរៀនមិនចេះទេប៉ុន្តែគ្រាន់តែយើងមានអារម្មណ៍ថាយើងចូលចិត្តស្អីផ្សេងជាងជំនាញមួយហ្នឹង អូខេ ហ្នឹងហើយ ប៉ុន្តែមុននឹងយើងទៅរៀននៅសាកលយើងបានត្រៀមឲ្យអស់ដែរយើងបានរៀនតាំងនៅវិទ្យាល័យមកដែរ ហ្នឹងហើយ ត្រៀមយូរដែរប៉ុន្តែដល់ពេលដែលយើងរៀនហ្នឹងយើងនៅអត់ទាន់ដឹងថានរណៃចូលចិត្តខាងហ្នឹងឡើយឬក៏មកដោយសារតែយើងអត់ទាន់សាកល្បងនៅអាការធ្វើវីដេអូធ្វើអីហ្នឹងបានយើងអត់ទាន់ដឹងថាតើយើងគួរបែងចែកទៅមួយណាពិតប្រាកដទេ បើមែនទៅអាចថាខ្ញុំសាក់លបងវាទៅទឹមគ្នាដែរការរៀនទី12ហ្នឹងយើងឆ្លៀតរៀនអាកូដហ្នឹងផងទៅហើយយើងឆ្លៀតធ្វើវីដេអូដែរប៉ុន្តែខ្ញុំអាចនិយាយបានថាទំនោររបស់ខ្ញុំរៀងទៅខាងធ្វើវីដេអូច្រើនជាង អូខេ ដោយសារតែកាលនោះគឺអាចថាផ្ដាច់ញាចិត្តដែរទិញកាមេរ៉ាទិញអីកាលនោះប្រឡងសិស្សវិកែរូបវិទ្យាទូទាំងខេត្តជាប់ ហើយពេលនោះប៉ាគាត់សន្យាថាទិញអីឲ្យអញ្ចឹងចង់បានអីអញ្ចឹងណាកាលនោះខ្ញុំមានជំរើសពីរដែលខ្ញុំស្ទាក់ស្ទើរមួយគឺចង់ទិញកុំព្យូទ័រថ្មីមួយទៀតគឺចង់ទិញកាមេរ៉ាតែកាលនោះគឺសេមែចិត្តថាកាមេរ៉ាកាលនោះទិញ GoPro Hero 5អញ្ចឹងមានន័យថាកំឡុងពេលខ្ញុំរៀនថ្នាក់ទី12ហ្នឹងគឺខ្ញុំអាចថាមានទំនោរទៅខាងថតវីដេអូច្រើនជាងប៉ុន្តែដោយសារតែយើងយល់ថាវាគ្រាន់តែជាសកម្មភាពកម្សាន្តទេយើងមិនដែលគិតថាវានឹងខ្លាយទៅជាអាជីពផងឬក៏វានឹងវាជាអាជីពអីដែរគេហៅថាអញ្ចឹងខ្លួនឯងរស់ផងព្រោះជំនាន់ហ្នឹងយើងគិតទៅវា7-8ឆ្នាំមុនអាវិស័យឬក៏អាទិដ្ឋភាពផលិតវីដេអូធ្វើ content ធ្វើមាតិកាហ្នឹងមិនសូវជាដូចសពថ្ងៃទេត្រូវហើយដូចការសម័យហ្នឹងអូបើខ្ញុំបើនៅពីវិទ្យាល័យបើខ្ញុំប៉ូលីសស្គាល់កុំព្យូទ័រពីថ្នាក់ទីប៉ុន្មានមកខ្ញុំស្គាល់ទី7មកណាខ្ញុំស្គាល់ពីក្មេងមកដោយសារពីក្មេងប៉ារបស់ខ្ញុំគាត់អ្នកបញ្ចូលបទចម្រៀងអញ្ចឹងគាត់នៅភ្នំពេញអញ្ចឹងគាត់បញ្ចូលបទចម្រៀងហើយខ្ញុំអាសាឡើងមកលេងភ្នំពេញអញ្ចឹងទៅក៏អាចថាស្គាល់ពីពេលហ្នឹងមកបើខ្ញុំធ្លាប់តែឃើញប្រអ៊ីអីហ្នឹងទៅប៉ុន្តែបើថាឲ្យបានប៉ះបានកាន់បានប្រើហ្មងទី7ហើយដោយសារតែសាលាគាត់មានម៉ោងកុំព្យូទ័រនឹងដែរទេបើយើងអាចទៅតេស្តសាកល្បងទៅបានដឹងថាចំណូលចិត្តយើងទៅខាងនឹងដែរអញ្ចឹងណាបើមិនមែនទេគឺសូន្យសងជីវិតនឹងទៅដល់ណាទេថ្ងៃនេះមិនមែនដឹងថាម៉ណែតទៅជាអីទេហើយដោយសារបានការនឹងដែរហ្នឹងហើយអាចថាខ្ញុំថាពេលយើងនៅពីក្មេងទៅពេលយើងមានឱកាសបានឃើញឬក៏បានស្គាល់របស់របរច្រើនមិនថាវាជាបច្ចេកវិទ្យាមិនថាវាជាសិល្បៈមិនថាវាជាស្អីក៏ដោយពេលដែលយើងមានឱកាសបានស្គាល់បានឃើញច្រើនអញ្ចឹងវាធ្វើឲ្យយើងមានជំរើសច្រើនដែរត្រូវហើយតែគណៈថាហ្នឹងហើយយើងឃើញគេធ្វើបានហើយយើងក៏គិតថាយើងប្រហែលជាអាចធ្វើបានដូចគ្នាអញ្ចឹងហ្នឹងហើយណាមួយគាត់ថាពេលដែលយើងនៅក្មេងៗយើងចិត្តសាកល្បងយើងអត់សូវហ៊ានខ្លាចទេត្រូវហ្នឹងហើយព្រោះហ្នឹងហើយអត់គិតច្រើនបើខ្ញុំកាលហ្នឹងខ្ញុំមើលទាំងអស់សូម្បីតែខ្ញុំសើចអង្គុយម៉ោងរៀនកុំព្យូទ័របងតម្លៃជាម៉ោងឲ្យគ្រូហ្នឹងណាមិនមែនទៅតែរៀន typing ធម្មតាទេគឺចូលទៅគឺចូលមើល YouTube ទៀតគឺរបៀបគេ magic trick អាប្រភេទលេងសៀកសើចតាំងពីអាហ្នឹងមើលទៀតដោយសារកាលហ្នឹងមិនដឹងមិនដែរមានអារម្មណ៍ថាវាលយយើងចេះលេងសៀកមកពាក់យើងមើលនិយាយគិតទៅណែឯងស្តៀងខ្ញុំដែរព្រោះពេលហ្នឹងអាចថានិយាយទៅពេលដែលចាប់ផ្ដើមស្គាល់អ៊ីនធឺណិតពេលដែលខ្ញុំមានទូរស័ព្ទដំបូងកាលនោះរៀនថ្នាក់ទី7អូនិយាយមែនញាក់សាច់អង្គការស្គាល់អ៊ីនធឺណិតដំបូងស្គាល់ YouTube ចេះ search how to ម៉ែ search រហូតមើលរហូត keyword ដែលចូលខ្ញុំដាក់ថាលេខ1 how to យ៉ាងគ្នាយើងដែរបាទចង់និយាយថាបើគេសបទៅបានមើល YouTube បានអីហ្នឹងហើយបានណយចិត្តចង់ធ្វើ content ធ្វើអីហ្នឹងត្រូវអញ្ចឹងគ្នាយើងដែលអត់ដឹងថាត្រូវរបៀបម៉េចគឺដាក់ how to ទៅចង់ដឹងថាធ្វើមិនដាក់ how to ទៅគឺត្រូវហើយ YouTube មានហើយអត់ខ្វះទេអូខេអញ្ចឹងបន្ទាប់ពីពេលដែលយើងគិតថាយើងខុសបែរថាយើងអត់សូវចូលចិត្តខាង IT ហ្នឹងមិនយើងឈប់ហើយយើងផ្លាស់ប្ដូរមករកជំនាញថ្មីហើយចុះពេលដែលសម្រាប់ចិត្តឈប់ពីកន្លែងធ្វើការដែលយើងធ្វើការនៅកន្លែងលីកឡានហ្នឹងមិនបានគិតថាចង់ឈប់ហើយមូលហេតុទៅមិនវិញហ្នឹង
anh thay xem mẹ nhom to cả nó lấy dương kịch tăng pe để dương chụp riêng hay dương mà thôi cả sọt mỏng chứ cầm lòng pe nó cứ nhom ọt riêng nơi slide nạp sen thế cứ anh vậy mà thay dương riêngได้แต่เรียนปีกางี้ฉลาดจริงเรียนกางี้การนู้ยังเรียนแบบพอมวยกาผลิตวิดีโอช่างพองยังเรียนปีการะเบียบได้รันบิสเนสในน้องพอยพองจังแต่ดิซาแต่วิชีกระไหลโต๊ะจังยืงเธอเฉินหมกได้แต่ยืงเนี่ยทอดวิดีโอจังไหมแต่ยืงเธอกิจการเงี้ยเซ็งเฉินหมกประทายมันเด็ดได้ให้พอเลยยมไอแทชุบปีกระไหลการเงี้ยให้มอสมัยจัดแทมอเธอการเงี้ยผลิตวิดีโอนี่เป็นมองมองการนู้ไอ้ถ้าทีมมวยได้ซาได้กำลังไปยังทัวร์การประดายังเธอวิดีโอประดานั้นกำลังไปนั้นยังเคยแต่วิดีโอยังจะประดาเมนเกสกอร์เกมเมอร์จราอย่างนั้นพอบึกเกิดไอ้สอบเต้ยยังทัวร์เล่นปีปอนจงชนะปีปอนดำเปิลมาเรามาดอชนะปีปอนแบบไผ่เปียกระดาชนะมั้ยคือไปนั้นยังจะประดาเคยแต่ไอ้ถ้าทีมมวยปัจจัยกิเตหรือก็เชนเนียในขนมการทอดวิดีโอบ่อยยังวิคอนบาเชิญได้ซาแต่ยังบ้านแต่ทัวร์การพองจึงยังเรียนไปกลายทัวร์การพองยังโยมอัพพลายในการเงียทัวร์วิดีโอยังเรียกขนาดคำสานหนึ่งที่ปียังไอ้แท้เชนเนียในขนมการใหญ่บ่อยยังเพียงคอนบาระเบียบในการสตรัคเจอร์เรียบวิดีโอเวียมีเพียบเตะเตียอย่างเช่นวิจัยประดามอย่างละอได้จังเวียแท้เวียดาลเปลมวยได้กรุบยางเวียคันดัจโจคนนี้ผัวให้ได้บัญชีสู้กันไอ้ถ้าให้ได้บัญชียืงมันมีเนี่ยเมื่อกำลังไปได้ยืงเธอตัวพงแต่ซาตะกายยืงเธอตัวพงยังอัดใจถึงทอยังอัดใจถึงกัดยังอัดใจถึงเรียบเปลี่ยนใจยังอัดใจถึงยังไงมาได้ได้ซายังเธอเล่งอยู่เต้วิเธอยังแกให้ถ้าจับประดามสตอร์ในขนมแกทอดในขนมการใหญ่ให้มวยเตี้ยบานบอกจะสาวปิดกลายการเงี้ยพองเต้ยบุกซ้ำคะแนนเต้การเธอวิดีโอเลยคอนเทนเนอร์โซเชียลมีเดียนั้นก็จะประดามเป็นเกมเมอร์เกสควอเชิญให้จีเป้ได้ยมไอทาวตัวบานสปอนเซอร์ตัวบงได้กำลังไปนั่งจังก็จะประดามกี่ให้ทายเคยพลายผู้กลอม้าตายแต่กระทั่งเบอร์เซนยังมีอากาศเธอวิดีโอให้ยังหอชนนจังคนไอรู้คืออันนั้นเชียร์กดได้บ่อยยาวไหมเนี่ยจังก็จะประดามทายเป็นนั่นคือจะประดามเคยพลายมือเตียดก็ถ้าโอเบอร์เซนจะยังตัวเธอวิดีโอนี้เป็นเมาส์ยังอ่านจำคนไอรู้ได้แต่ซาแต่ดาวไปมวยได้ยังจังเธอไอได้ยังสลายเปิดประกอบมันยังไอถ้ายังสมเมย์กดชกสมแร้ให้ยังมาเธอฟูลไทม์มองเธอนั่นไงvậy tớiการได้จังสมัยจัดชุบนั่งไอ้แท้พี่เยี่ยมได้พี่เยี่ยมปตอในปีใบไข่เตียดได้ปัญไตมีอารมณ์ถ้าโดยก็ได้สมัยนึงไปหายืงกันแต่ตื่นเรียกกันนะเวียเตียนยืงตื่นหมอยืงไอ้ในปตอเธอแค่เงี้ยในหนังเตียดบานให้มวยเป็นเตียดไอ้แท้ยมเรียนโซดปีกลายการเงี้ยหนังบานเชิญลำบากกรุบกรอนได้กระทาตัวยังในประตูติดก็ยังมันเรียนไอ้เลือปีนังได้จังกันเลยนั่นไงให้เป็นน้องคือจัดจังชุบนั่นคือขายบุญใบยมจำบ้านนะจัดได้จังชุบปีกลายการเงินนั่นขายบุญปีปอมมาภัยแต่มอมแต่บ้านชุบแมนเต้นั่นก็ต่อขายใบขายบุญนะโอ้อยู่ได้นั่นไงจังเลยกันนะแท้กำลังไปบุญขายนั่นคือแมนแท้โอ้นักเคยจังชบเตอเพลียพวกยังดังต้องออกคะแนนแต่ไปได้ยังชบปิดเธอการtớiชนโว่ายังเมียนมาเป็นแน่ให้กำลังเป็นนักยมเรียนตอนจอบอัดเมียนสัญญาบัตรก็ปัญญาบัตรได้อาจสกูสมัยยังแต่หอกลายการเงียบเซ็งได้จังไอ้ทายกำลังเป็นนั่นคือเวียสเตสเตอร์ได้เวียนเป็นยังได้เวียนเป็นสรูละกำลังเป็นได้ยังจูเจ็ดสดายฉันนึกแม่ใจไหมนี่nhưng cái thay chỉ nói muốn lo được cái này phù sa số bay ta nhom chạy đấy được nhom dậy bị podcast episode TP phần nhom chứ nhom thay nhom thua cá do lôi xong mà chăn nắm đồng bay mò đã luôn này thua chỉ càng nhiều freelance bay màu đấy bốn khai bay khai nó cứ được ra ban lôi để nhom xong mà chăn nắm nâng mò chạy đừng đại tầng phù sa giờ đại nó khơi phím chụp liên bán phù dương thời cam lôi school đồng bay tục ấy đại dương thời chạy đừng đại bờ chứ bạn mẹ lôi school năng thế
អានឹងទាំងមិនពិបាកអានឹងត្រូវ ហ្នឹងហើយបើខ្ញុំមែនតើទៅកាលនោះលេខសកលមានដែរប៉ុន្តែមិនច្រើនហ្មងណាតែគ្រាន់តែយើងរំពឹងថាយើងនឹងអាចមានគេថា sponsor ធ្វើជាមួយអញ្ចឹងទៅអំឡុងពេលដែលយើងធ្វើដំបងយ៉ាកាលនោះនិយាយទៅអាចថាបន្ថយដែរប៉ុន្តែគ្រាន់តែយើងរៀងច្បាស់ខ្លួនឯងច្បាស់មែនថាដូចយើងជឿលើខ្លួនឯងខ្លាំងកាលនោះយើងគិតថាអត់អីទេយើងអាចថារស់អញ្ចឹងលក្ខណៈដែរគិតថាអាចរស់បានអូខេអញ្ចឹងអាចឲ្យជាយោបល់បានទេបើសិនជាក្នុងករណីថាខ្ញុំជាបុគ្គលិកម្នាក់ហើយបើសិនជាខ្ញុំគិតថាខ្ញុំចង់ឈប់ពីកន្លែងហ្នឹងតែខ្ញុំគួរសម្រេចចិត្តវាមិនហើយឬក៏ពឹងទៅលើចំណុចអីខ្លះទើបខ្ញុំអាចគិតថាខ្ញុំអាចចេញទៅហ្នឹងគឺវាសមហេតុផលហ្នឹងហើយនិយាយទៅអានេះខ្ញុំអាចថានិយាយផ្អែកទៅលើបទពិសោធន៍ខ្លួនឯងច្រើនខ្ញុំអាចថាខ្ញុំជួបកលៈស័កអញ្ចឹងច្រើនអាចថាមួយជាការងារផងមួយទៀតជារឿងផ្ទាល់ខ្លួនផងអញ្ចឹងណាខ្ញុំថាការសម្រេចចិត្តបើសិនជាយើងជាមនុស្សដែលគេហៅថាគិតច្រើនណាខ្ញុំគិតថាយើងអត់សូវជាមានបញ្ហាពិបាកដោយសារតែធម្មជាតិរបស់យើងគឺយើងគិតច្រើនស្រាប់អញ្ចឹងយើងធៀមនេះធៀមនោះរហូតណាកុំឲ្យតែយើងអាចថាយើងមិនគិតអីសោះហើយសម្រេចចិត្តភ្លាមហ្មងណាអាចថាពិបាកដែរសម្រាប់ខ្ញុំថាសួរថាតើគួរឈប់ពីកន្លែងការងាររបស់យើងហើយទៅដេញចាប់ក្តីសម័យរបស់យើងឬក៏ដេញចាប់អាជីពអីមួយផ្សេងទៀតអត់សម្រាប់ខ្ញុំផ្ទាល់ការសម្រេចចិត្តកន្លងមកអាចថាតាមគេហៅថាតាម instinct របស់យើងមួយផ្នែកមានថាតាមគេហៅថាដូចជំនឿលើខ្លួនឯងថាអូខេយើងទៅយើងអត់អីទេយើងទៅយើងអត់អីយើងគិតចឹងហើយមួយទៀតខ្ញុំគិតថាអាស្រ័យទៅលើគោលដៅរបស់យើងរៀងខ្លួនហើយគោលដៅរបស់យើងមកធ្វើការថ្ងៃនេះយើងធ្វើការចង់បានអីគេបើសិនជាយើងចង់បានតំណែងយើងចង់បានលុយខ្ញុំគិតថាយើងបន្តធ្វើទៀតដើម្បីឡើងតំណែងឡើងប្រាក់ខែអញ្ចឹងទៅប៉ុន្តែបើកាលខ្ញុំធ្វើការនៅកន្លែងការងារនោះគឺលុយមិនមែនជាគោលដៅទី1ឬក៏អត្ថប្រយោជន៍ទី1ដោយសារកាលនោះយើងនៅក្មេងដែរអញ្ចឹងយើងអត់តមានទំនួលខុសត្រូវឬក៏យើងអត់តខ្វល់គិតខ្វល់ខ្វាយច្រើនណាអញ្ចឹងលុយមិនមែនជាអត្ថប្រយោជន៍ទី1កាលនោះគឺគិតទៅលើអត្ថប្រយោជន៍នៃការរៀនច្រើនជាងដោយសារចង់រៀនពីការងារចង់រៀនពី business អញ្ចឹងទៅអញ្ចឹងពេលដែលខ្ញុំធ្វើដល់ចំណុចមួយដែលខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាយល់ដឹងគ្រប់គ្រាន់អស់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំវាមានតែប៉ុណ្្នឹងកន្លែងហ្នឹងគឺរៀនបានតែប៉ុណ្្នឹងអញ្ចឹងណាខ្ញុំធ្វើអស់ហើយណាអញ្ចឹងក៏សម្រេចចិត្តថាឈប់ទៅអាហ្នឹងជាហ្នឹងហើយណាមួយខ្ញុំគិតថាដោយសារយើងមានចេះវិញមេខ្ញុំក៏ធ្លាប់និយាយចេះកាលនោះខ្ញុំធ្លាប់យកអាភាពស្ទាក់ស្ទើរនៅក្នុងការសម្រេចចិត្តឈប់ហ្នឹងទៅនិយាយមួយគាត់ដែរគាត់ជនជាតិអាល្លឺម៉ង់ពេលអញ្ចឹងទៅគាត់អាចថាចំណេះដឹងនៅក្នុងការនិយាយពីជីវិតផ្ទាល់ខ្លួនឬក៏ការធ្វើ business អញ្ចឹងគាត់ឲ្យជាដំបូងមានមកខ្ញុំច្រើនហើយពេលនេះខ្ញុំយកអាភាពស្ទាក់ស្ទើររបស់ខ្ញុំនឹងឯងខ្ញុំនិយាយពាក្យសារមួយគាត់អញ្ចឹងណាថាឥឡូវខ្ញុំមានជំរើសពីរទីមួយខ្ញុំចង់មកធ្វើវីដេអូនេះចង់មកធ្វើដេញចាប់ក្តីសម័យរបស់ខ្ញុំធ្វើវីដេអូដែលខ្ញុំមានតាំងពីខ្ញុំរៀននៅវិទ្យាល័យអញ្ចឹងទៅហើយមួយទៀតគឺខ្ញុំឥឡូវខ្ញុំកំពុងតែស្ទាក់ស្ទើរខ្ញុំអត់ដឹងថាឈប់ពីការងារនឹងទៅមិនអីមិនអញ្ចឹងណាហើយដឹងគាត់និយាយមកខ្ញុំវិញមិនគាត់ថាយើងគួរតែអរគុណខ្លួនឯងដោយសារតែយើងមានជំរើសនៅក្នុងការរើសអាជីពការងាររបស់យើងគាត់ថាមនុស្សភាគច្រើនអត់មានទាំងជំរើសនៅក្នុងការដូរអាជីពការងាររបស់គេផងហើយតែយើងយកនៅមកពិបាកចិត្តតែអីចឹងណាពេលខ្ញុំមានអារម្មណ៍ថាអូខេឥឡូវយល់ហើយគេថាយើងមានជំរើសនេះកាលណាមានជំរើសវាធ្វើឲ្យយើងឈឺក្បាលបន្តិចឯងមែនតាថាសួរយើងរើស A ឬក៏ B ប៉ុន្តែសម្រាប់អ្នកដទៃអ្នកខ្លះគេអត់មានជំរើសនៅក្នុងការរើសអាជីពការងារឬក៏ដូរអាជីពការងារដូចពួកយើងផងអញ្ចឹងយើងគិតទៅអាហ្នឹងវាមិនគួរឲ្យស្មុគស្មាញឲ្យខ្លាំងប្រហែលទេអត់ទេព្រោះមែនតើខ្ញុំក៏ធ្លាប់ដូរពីមួយកន្លែងទៅមួយកន្លែងដូចគ្នាដែរហើយដូចប៉ូលីនិយាយអញ្ចឹងគឺពេលខ្លះអាចជំរើសហ្នឹងវាធ្វើឲ្យយើងគិតចារណារាប់ខែដោយសារជំរើសហ្នឹងតែយើងគួរតែទៅឬមួយក៏យើងនៅហើយ
ពេលដែលយើងចង់ចេញឬក៏ពេលដែលយើងចង់ទៅយើងវាតែតែមាន head poll មកប្រាប់រហូតឬក៏មាន head poll ដែលយើងគិតថាយើងទៅដោយសារមូលហេតុនេះមកមូលហេតុនោះអញ្ចឹងណាវារបៀបអញ្ចឹងប៉ុន្តែដូចមានថាបើមានជំរឿសគឺវាល្អជាងដែលយើងអត់ជំរឿសដែរហ្នឹងហើយហ្នឹងល្អខ្ញុំគិតទៅសម្រាប់អ្នកដែលគាត់មានអារម្មណ៍ថាស្ទាក់ស្ទើរចង់ទៅធ្វើកន្លែងផ្សេងក៏ចង់ទៅធ្វើដេញចាប់អាជីពក្តីសម័យរបស់ខ្ញុំអញ្ចឹងទៅល្អតែដោយសារយើងមានជំរឿសំខាន់យើងត្រៀមលក្ខណៈទៅដូចណែតឯងអញ្ចឹងត្រៀមលុយសកួរកន្លះឆ្នាំអញ្ចឹងណាសកួរសម្រាប់ចំណាយកន្លះឆ្នាំនិយាយទៅត្បិតត្បៀតចាយលុយកន្លះឆ្នាំអញ្ចឹងទៅហ្នឹងហើយយើងទៅសាកទៅធ្វើអាហ្នឹងមើលហើយព្រោះអីខ្ញុំគិតថាវាយើងតែងតែអាចត្រឡប់មកធ្វើអាការងារដែលយើងកំពុងធ្វើនឹងវិញត្រូវអានេះបើសិនជាហ្នឹងហើយទៅវាអត់ទៅមុខហើយវាចឹងដូចខ្ញុំយើងមកវិញបាទដូចខ្ញុំនិយាយចឹងគឺពេលដែលខ្ញុំទៅ freelance ខ្ញុំមកដើរខ្ញុំមក work full time វិញហើយខ្ញុំសន្សំលុយខ្ញុំទៅធ្វើអាហ្នឹងទៀតតែភាសាខ្ញុំចង់ដឹងថាតើអាពេលដែលយើងចូលទៅមែនតើវាមានស្អីទៀតយើងចង់ដឹងអាហ្នឹងយើងទៅម្ដងទៀតហើយជួបទៀតបរាជិកមានធ្វើការ full time ទៀតដែរចឹងទៅមករហូតដល់យើងអាចធ្វើ full time បានពេញលក្ខណៈចឹងវារៀងសប្បាយខ្លួនឯងដែរសប្បាយចិត្តនឹងអីដែលយើងពុះពៀហ្នឹងហើយតែមួយខ្ញុំថាវាល្អថោឥឡូវយើងអត់តមានគ្រួសារយើងអត់តមានទំនួលខុសត្រូវធំអញ្ចឹងយើងនៅមានសេរីភាពនៅក្នុងការសាក់លបងបើចង់សាក់យើងសាក់ហើយតោះយើងនៅវ័យ20ជាង20ស្ដៅហ្នឹងព្រោះតែយើងចាប់ផ្ដើមមានគ្រួសារមានបន្ទុកអីទៅយើងពិបាកមែនតើក្នុងការបដូរអាជីពពីមួយទៅមួយព្រោះវាអាចប៉ះពាល់ដល់ជីវភាពគ្រួសារយើងដែរអញ្ចឹងយើងសរុបឡៃហ្នឹងមកទីពេញបើថាអញ្ចឹងបើក្នុងករណីយើងធ្វើការយើងគួរតែមានគោលដៅមួយដែរមិនមែនទៅធ្វើការហ្នឹងគឺទៅធ្វើឲ្យតែគេទេត្រូវទេយើងត្រូវមានគោលដៅមួយថាតើយើងទៅកន្លែងហ្នឹងទៅក្រុមហ៊ុនហ្នឹងយើងចង់បានអីពីកន្លែងហ្នឹងមកវិញតើយើងចង់បានជាចំណេះដឹងឬក៏យើងចង់បានជាការឡើងតំណែងឬក៏យើងចង់ឡើងប្រាក់ខែអីចឹងទៅអញ្ចឹងយើងត្រូវមានគោលដៅឲ្យច្បាស់នៅក្នុងការងារមួយហ្នឹងអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់បានបទពិសោធន៍អញ្ចឹងបើសិនជាយើងបានបទពិសោធន៍ពីកន្លែងហ្នឹងហើយយើងអាចសម្រេចចិត្តម្ដងទៀតថាតើយើងគួរតែទៅឬក៏នៅបន្តអញ្ចឹងព្រោះថាពេលខ្លះយើងរៀនអស់ហើយត្រូវទេអញ្ចឹងបើសិនជាយើងគិតថាយើងអាចទៅដល់កន្លែងថ្មីមានរបស់ដែលថ្មីសម្រាប់យើងអាចរៀនបន្តបានបន្ថែមទៀតយើងគួរតែសម្រេចចិត្តថាឈប់ហើយយើងចាក់ចេញទៅត្រូវប៉ូលីសឡៃហ្នឹងហ្នឹងហើយអូខេអញ្ចឹងវាស្អីវា fair ណាវាអត់មានមិនណាហ្នឹងហើយសំខាន់យើងមានគោលដៅរបស់យើងច្បាស់ដែរហ្នឹងហើយថាយើងចង់ធ្វើអីបើណែឯងមិនគោលដៅចង់ធ្វើ freelance នឹងមករហូតហ្នឹងហើយអាហ្នឹងអាចថាជាក្តីសម័យរបស់យើងការងារខាងផលិតករខាង creator ឬក៏ graphic designer ឬក៏ artist យើងគោលដៅចង់បញ្ចប់មែនតើគឺយើងចង់ធ្វើការងារ freelance ហ្នឹងតើការងារដែលយើងធ្វើដោយខ្លួនឯងយើងជាម្ចាស់ការងារខ្លួនឯងអញ្ចឹងណាព្រោះបើយើងនិយាយពីសេរីភាពនៅក្នុងការធ្វើការងារប្រភេទហ្នឹងបើយើងធ្វើបានគឺវានេះគេថាវាមានន័យហ្នឹងហើយវាបើប្រៀបធៀបជាមួយនឹងការងារទូទៅគឺយើងផ្នែកការងារច្នៃប្រឌិតពួក creative ហ្នឹងហើយគឺមានន័យខ្ញុំថាមានតម្លៃបើយើងអាចធ្វើ freelance បានប៉ុន្តែមិនមែនស្រួលទេ freelance នេះអត់ស្រួលទេហ្នឹងហើយអត់ស្រួលទេខ្ញុំសួរមួយគាត់ថាធ្វើ freelance ពិបាកជាងធ្វើការគេពិបាកជាងវាសឹងថាគុណ2គុណ3ពេលខ្លះព្រោះដោយសារគ្រប់យ៉ាងគឺយើងមិនដេកខ្លួនឯងទាំងអស់កាលពីពេលដែលយើងធ្វើ full time យើងគ្រាន់តែចាំតែអង្គុយ design ទៅតាមអីដែល manager ឬក៏ខាង marketing គាត់តម្លាក់ content មកឲ្យយើងទេប៉ុន្តែបើយើងធ្វើ freelance យើងធ្វើទាំងអស់អត់ដកតែ content ហ្នឹងមួយព្រោះសារ content យើងធ្វើតម្រូវទៅលើភ្ញៀវអញ្ចឹងបើមិនជាភ្ញៀវគាត់ថាអូខេគាត់ចង់បានឲ្យយើង design poster បែប promotion មួយទៅលើផលិតផលមួយហ្នឹងឈ្មោះមួយហ្នឹង discount លើតម្លៃប៉ុណ្ណឹងអញ្ចឹងយើងបានតែអាហ្នឹងហើយយើងត្រូវធ្វើអញ្ចឹងណាប៉ុន្តែទន្ទឹមនឹងអាហ្នឹងយើងត្រូវធ្វើរឿងទីច្រើនទៀតដោយតាក់ទងទៅនឹងការធ្វើ invoice ធ្វើ quote ឲ្យគាត់តាក់ទងទៅនឹងហ្នឹងហើយត្រូវចរចាតម្លៃត្រូវ follow ហើយពេលខ្លះត្រូវទៅជួបគាត់ទៀតហ្នឹងហើយច្រើនអញ្ចឹងអារបស់ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំចង់ចែកម្លែកទៅឲ្យគ្នាយើងដែលគាត់ចង់ចូលចង់សាក់ជាមួយនឹង freelance ឲ្យបានដឹងអំពីចំណុចទាំងអស់ហ្នឹងទៅសួរពួកគាត់ធៀមខ្លួននៅលើគាត់ចង់សាក់លបងអីចឹងទៅ
ហ្នឹងហើយនិយាយទៅខ្ញុំគិតថាអ្នកដែលអាចធ្វើ freelance បានតើអាចថាយើងមានអាផ្នត់គំនិតមួយយើងធ្វើការអត់គិតសៅរ៍អាទិត្យទេត្រូវយើងអត់អាចយើងធ្វើការងារ freelance ចង់ឈប់ចង់អីពិបាកឈប់និយាយទៅយើងត្រូវគិតពីវារហូតហ្មងហ្នឹងហើយពួកនិយាយមែនបើដូចខ្ញុំចេះទៅណាមកណាគឺសិតមាន laptop ទៅតាមខ្លួនព្រោះពេលខ្លះយើងត្រូវតែទៅប្រហោយការងារឬក៏ទៅធ្វើអីយើងអត់អាចចាំតមកដល់ផ្ទះវិញទេពេលខ្លះបើថាយើងទៅដើរលេងយើងទៅដើរលេងហើយយើងធ្វើការទៀតហើយការងារពេលខ្លះយើងធ្វើនៅ full time 8ម៉ោងយើងធ្វើខ្លួនឯង freelance ចេះលើស8ម៉ោងពេលខ្លះហ្នឹងហើយពេលខ្លះអង្គុយមួយថ្ងៃវងនិយាយក្នុងតែកតុបក៏មានដែរហ្នឹងហើយចង់ stress ជាងធ្វើការគេ stress ច្រើនគាត់ថាវាអត់ប៉ុន្តែគាត់ថានេះអត់សម្ពាធពីអត់មានណាបជាត្រូវហើយមួយទៀតសម្រាប់មានតែ client មួយបជាយើងសម្រាប់ខ្ញុំសុខចិត្តឲ្យវាហត់កាយតែខ្ញុំអត់ចង់ឲ្យហត់ចិត្តទេព្រោះពេលដែលខ្ញុំធ្វើការនៅកន្លែងមួយនោះវាហត់ចិត្តយល់យើងហត់ហ្នឹងហើយខ្ញុំចាំបានដែរយើងហត់កាយវាឆ្លងនិយាយគ្នាវាអត់ប្រហែលទេប៉ុន្តែពេលដែលវាធ្វើឲ្យអារម្មណ៍យើងវាអត់ស្រួលពេលខ្លះសឹងថាបើកភ្នែកមកទៅធ្វើការទៀតហ្នឹងអញ្ចឹងអញ្ចឹងខ្ញុំពេលខ្លះខ្ញុំជឿលើអីដែលខ្ញុំមានអារម្មណ៍នឹងដែរព្រោះយើងអត់អាចទៅបង្ខំខ្លួនឯងឲ្យទៅអង្គុយធ្វើការងារដែលយើងអត់ចង់ធ្វើរាល់ថ្ងៃកើតទេហើយណាមួយជាក់ស្ដែងកំឡុងពេលហ្នឹងខ្ញុំក៏មានអ្នកដែលហៅទៅធ្វើការកន្លែងថ្មីដូចគ្នាអញ្ចឹងណាសូអញ្ចឹងទៅបានជាពេលហ្នឹងខ្ញុំក៏សម្រេចចិត្តថាអូខេព្រោះអីដែលខ្ញុំចង់រៀនខ្ញុំអាចរៀនបានហើយអីដែលខ្ញុំចង់បានខ្ញុំបានហើយបើសិនជាកន្លែងហ្នឹងគាត់អត់មានចិត្តឲ្យខ្ញុំទេខ្ញុំប្រហែលជាអាចនឹងឈប់ពីហ្នឹងទៅកន្លែងថ្មីមួយទៀតហើយព្រោះវាហត់មួយទៀតខ្ញុំគិតអីដែលយើងចង់បានយើងមិនមែនចង់បានតលុយឬក៏ប្រាក់ខែប៉ុន្តែយើងចង់បានអាការឲ្យតម្លៃលើការងារដែលយើងធ្វើដែរត្រូវហើយអានឹងត្រូវវាត្រូវអញ្ចឹងខ្ញុំគិតថាដើម្បីរកកន្លែងមួយដែលគេឲ្យតម្លៃលើអីដែលយើងធ្វើគឺពិបាកព្រោះពេលខ្លះទៅយើងចូលធ្វើការនៅក្នុងក្រុមហ៊ុនធំខ្លាំងមែនតើលក្ខណៈក្រុមហ៊ុនហ្នឹងគឺធំយកមកអញ្ចឹងយើងគ្រាន់តែជាមួយផ្នែកតូចមួយនៃគ្រឿងចាក់ដ៏ធំរបស់គេមិនខ្វល់គេមិនទាំងឲ្យតម្លៃអាការងារដែលយើងធ្វើផងគេមានប្រាក់ខែយើងធ្វើការគេប៉ុណ្ណឹងទៅប៉ុន្តែបើយើងអត់លុយទ្វងយើងធ្វើចេះបានណាតែដល់ចំណុចមួយយើងមានអារម្មណ៍ថាឯងដូចខំដាក់គេហៅថាញើសឈាមឆ្នៃប្រឌិតចូលទៅក្នុង poster នឹងឬក៏វីដេអូនឹងដែរប៉ុន្តែមានអារម្មណ៍ថាគ្មានពីណាគេឲ្យតម្លៃសោះអញ្ចឹងណាអញ្ចឹងវាមិនបាក់ប្រៀបដូចជាអូខេអាចជំនាញរបស់យើងមានហ្នឹងយើងទៅធ្វើនៅក្នុងវិស័យមួយដែលគេអត់ឲ្យតម្លៃមានថាខាង graphic design យើងទៅធ្វើនៅក្នុងវិស័យឧទាហរណ៍ថាអីគេខាងលក់របស់ក្មេងលេងអញ្ចឹងទៅឬក៏លក់បិជើងអីចឹងទៅនៅក្នុងហាងមួយដែលគេអត់ឲ្យតម្លៃផ្នែក graphic design ហ្នឹងអញ្ចឹងទៅចង់ឬមិនចង់អាការងារដែលយើងធ្វើក៏មិនសូវជាត្រូវបានគេអបអរឬក៏ឲ្យតម្លៃប្រហែលដែរអញ្ចឹងវាខ្លះទៅវាអាចថាម្នាក់ដូចព្យាយាមរកកន្លែងដែលការងាររបស់ខ្លួនត្រូវបានគេឲ្យតម្លៃដែរហើយព្រោះហ្នឹងហើយការងារយើងខំធ្វើដែរហើយអីដែរគេមកឲ្យយើងវិញគឺជាមួយដែលយើងគិតថាវាអត់គួរនឹងមានអញ្ចឹងណា disrespect អានឹងអាចថាវគ្គខែគេឲ្យច្រើនហើយចេះទ្រាំសិនណាតែដល់ដំណាក់កាលមួយយើងចាប់ផ្ដើមមានជំរើសផ្សេងហើយយើងចាប់ផ្ដើមបើខាងនេះគេឲ្យប៉ុណ្ណេះដែរឬក៏បើយើងទៅ freelance ក៏ទៅនៅយើងចាប់ផ្ដើមមាន network ពេលហ្នឹងយើងអាចថាក៏ប៉ុន្តែខ្ញុំគិតថាជំរើសរបស់យើងវាមានច្រើនអាស្រ័យលើសមត្ថភាពរបស់យើងដែរហ្នឹងហើយពេលសមត្ថភាពរបស់យើងខ្លាំងយើងមានជំរើសច្រើនហើយជាមូលហេតុដែលខ្ញុំតែងតែប្រាប់កូនសិស្សឬក៏ប្រាប់អ្នកដែលគាត់ជួបគ្នាខាងក្រៅគាត់រៀនអីដែរថ្មីដែរអញ្ចឹងណាព្រោះយើងរៀនទៅវាអត់ខុសទេការរៀនខ្ញុំជឿថាវាអត់ខុសទេវាពេលដែលយើងរៀនវាពេលដែលយើងរៀនយើងនឹងចេះវាហើយយើងអត់ដឹងថាថ្ងៃណាមួយយើងនឹងយកវាមកប្រើដូចជាក់ស្ដែងអញ្ចឹងកម្មវិធីដែលខ្ញុំចេះរាល់ថ្ងៃនេះវាមិនមែនសឹកតា
ខ្ញុំទៅតែរៀនទេខ្ញុំធ្វើវាយូរហើយគាត់ខ្ញុំអត់ដឹងថាពេលណាដែលខ្ញុំត្រូវយកវាមកប្រើអញ្ចឹងពេលឥឡូវនេះចាក់ស្ដែងដូច Blender អីអញ្ចឹងបាក់កាពីមុនខ្ញុំមានដឹងថាខ្ញុំត្រូវប្រើវាណាប៉ុន្តែខ្ញុំឃើញវាលយឃើញគេធ្វើស្អាតខ្ញុំចេះចង់ធ្វើតាមគេហើយយើងបានរៀនសូត្រពីវាខ្លះៗអញ្ចឹងណាពេលដែលដល់ពេលមួយស្រាប់តែគេ boom Blender យើងក៏អូខេយើងសើរើមកវិញមកព្រោះយើងធ្លាប់ចេះbeginner part វាហើយអញ្ចឹងណាចឹងទៅក៏យើងអាចប្រើវាបានទៅទាំងការដែលយើងរៀនហ្នឹងវាអត់ខាតទេ ហ្នឹងហើយ យ៉ា និយាយទៅអាចថាមានត្រឡប់រៀនរហូតណា ហ្នឹងហើយ ចង់ចេះចង់ដឹងឬក៏និយាយខ្លីទៅត្រឡប់ឆ្ងល់ឲ្យច្រើន ហ្នឹងហើយធ្លាប់ឆ្ងល់ឲ្យច្រើន ហ្នឹងហើយឆ្ងល់ឲ្យច្រើនហ្នឹងហើយ នឹងខ្ញុំឆ្ងល់ហ្នឹងហើយក ុំ សូម្បី ទៅតោះតែមានចរិតឆ្ងល់ច្រើនបានយើងរៀនបានច្រើនហើយយើងអភិវឌ្ឍខ្លួនឯងបានច្រើន ហ្នឹងហើយព្រោះខ្ញុំជឿលើការឆ្ងល់ហ្នឹងព្រោះពេលដែលខ្ញុំឆ្ងល់កាន់តែច្រើនវាធ្វើឲ្យខ្ញុំកន្លែងថាបែកកាន់តែច្រើនណាបែកឆ្វេងមើលបែកឆ្វេងមិនមែនបែកផ្លូវអាក្រក់ទេយើងបែកផ្លូវល្អយើងចាប់ផ្ដើមបែកចេញផ្នែកផ្សេងទៀតដើម្បីធ្វើមិនឲ្យអីដែលយើងឆ្ងល់ហ្នឹងវាដោះស្រាយបានហើយពេលដែលយើងដោះស្រាយបានកន្លែងចំណុចនេះគឺយើងចាំរហូតមកខ្ញុំប្រាប់ម៉ែពេលដែលខ្ញុំរៀន Photoshop ដំបូងពេលហ្នឹងគឺបាត់ panel របស់ layer ហើយខ្ញុំមិនដឹងថាតរមកពីណាទេគឺអត់ដឹងរពីណាមកទេ and then ដូចខ្ញុំរៀន Premiere ដំបូងបាត់ sequence ច្រឡំចុចខ្វែងអត់ដឹងរហូតពីណាមកជំរឿ timeline ហ្នឹងបាត់លីងហ្មងសល់តែ preview monitor ចម្លើយចុងក្រោយស្អីគេរបស់ចុងក្រោយត្រូវធ្វើមិនមែនធ្វើហើយក៏ធ្វើដូចខ្ញុំដែរខ្ញុំ uninstall ហើយខ្ញុំ install ឡើងវិញហ្នឹងហើយសេរីចឹង ហ្នឹងហើយសេរីប៉ុន្តែពេលដែលយើងធ្វើហើយស្រាប់ពេលយើងឆ្ងល់វាមិនដែរណាបាត់ត uninstall រហូតទេអញ្ចឹងយើងចាប់ឆ្ងល់ហើយអញ្ចឹងយើងចាប់ដើមទៅ search YouTube មើលអាហ្នឹងគេហៅស្អីគេយើងចេះ search តទៅឃើញអាហ្នឹងគេហៅថា panel layer អញ្ចឹងបើយើងខ្វែងយើងអាចចូលបើកន្លែងនេះយកហ្នឹងមកវិញបានអញ្ចឹងពេលខ្ញុំគ្រាន់តែខ្ញុំឃើញខ្ញុំចាំវាមកជីវិតហ្មងព្រោះអាហ្នឹងហើយជាអីដែលខ្ញុំឆ្ងល់អញ្ចឹងពេលខ្ញុំឆ្ងល់ខ្ញុំឃើញហើយគឺខ្ញុំចាំវាហ្មងហើយខ្ញុំគិតថាមិនមែនតែខ្ញុំទេពលីឯងឬក៏គ្នាយើងផ្សេងៗទៀតក៏អញ្ចឹងដែរសំខាន់យើងឆ្ងល់ឲ្យច្រើនហើយទៅអាវិស័យដែលយើងធ្វើហ្នឹងមិនថាវាជា graphic design មិនថាវាជាការធ្វើវីដេអូគឺវាមានគេហៅថាជំរឿជ្រៅរបស់វាថែមទៀតដែលយើងរៀនមិនទាន់អស់យ៉ាវាថាវាមានកលុកកលៀតបើយើងគិតឲ្យសាប់ទៅអីដែលយើងរៀនរាល់ថ្ងៃសម្រាប់យើងទៅតែចាប់ផ្ដើមអាចថាមិនទាន់បាន10ឆ្នាំយើងនិយាយខ្លីទៅអត់ទាន់បាន10ឆ្នាំពេញលេញគឺអីដែលយើងរៀនដំបូងហ្នឹងភាគច្រើនគឺសិតតែបច្ចេកទេសទាំងអស់ហ្នឹងនិយាយរៀនពីគេហៅថា skill technique ទាំងអស់ប៉ុន្តែបើយើងនិយាយឲ្យវាជ្រៅមែនតើទៅវាមានប្រកបច្រើនណាវាមានធាតុផ្សំច្រើនទៅទៀតដែលយើងរៀនមិនទាន់អស់បើខ្ញុំនិយាយទៅវីដេអូមួយវាប្រៀបដូចជាកុនតូចមួយចឹងជារឿងតូចមួយចឹងចឹងវាមានធាតុផ្សំច្រើនណាស់ដែលចូលមកប្រតិកលាគ្នាយើងមានតាំងពីថតយើងមានតាំងពីសរសេរ script យើងមានតាំងពីកាត់តហើយសួរថាយើង master ជំនាញនីមួយនឹង perfect នៅយើងខ្ញុំនិយាយខ្លីទៅគឺខ្ញុំមិនទាន់ទេទាំងអស់គ្នាគឺអាហ្នឹងវាចឹងថាចេះអានេះបន្តិចអានោះបន្តិចមកបុកផ្សំចូលគ្នាទៅបានវីដេអូឲ្យ fan មើលអញ្ចឹងទៅប៉ុន្តែបើសួរថាឲ្យវាចេះស៊ីជម្រៅហ្មងគឺមានផ្លូវវានៅឆ្ងាយទៀតវាមានរបស់ច្រើនទៀតដែលយើងត្រូវរៀនសូត្របន្ថែមហ្នឹងហើយព្រោះអីដែលយើងណាមួយដោយសារតែយើងចេះសប្តាហ៍ហ្នឹងដោយសារតម្រូវការយើងនៅមានតែប៉ុណ្្នឹងបើសិនជាតម្រូវការយើងមានលើសហ្នឹងយើងនឹងចាប់ដើមទៅឆ្ងល់ទៀតហើយមួយទៀតខ្ញុំអាចនិយាយថាអាការដែលយើងព្យាយាមអភិវឌ្ឍគុណភាពការងាររបស់យើងដែរយើងព្យាយាមរកអីថ្មីទី1រកអីថ្មីដើម្បីឲ្យយើងមានគេហៅថាកម្លាំងចិត្តដើម្បីបន្តធ្វើវាទៅមុខទៀតព្រោះពួកយើងធ្វើការងារផ្នែកច្នៃប្រឌិតនេះវាងាយនឹងឆាប់ធុញបើសិនជាយើងធ្វើអានឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអត់មានអីថ្មីសោះនិយាយទៅអត់ពិបាកបើអត់ពិបាកយើងឆាប់ធុញហើយការងារពួកយើងអ្នកធ្វើការងារច្នៃប្រឌិតនេះអញ្ចឹងតើពិបាកតើវាមានអីថ្មីដែលអាច challenge យើងដែលអាចទាញយើងឲ្យចេញពី comfort zone របស់ខ្លួនឯងហើយព្យាយាមរុញខ្លួនឯងឲ្យគេហៅថាមានស្តង់ដារការងារដែលយើងចង់បាន
ប៉ុន្តែយើងឥឡូវហ្នឹងយើងទៅអត់តន់ដល់ទេប៉ុន្តែយើងមានអាស្តង់ដារហ្នឹងនៅក្នុងចិត្តរបស់យើងរហូត អូខេ ហើយខ្ញុំគិតថាហ្នឹងជា mindset មួយដែលយើងអ្នកធ្វើការងារច្នៃប្រឌិតគួរតែមានទាំងអស់គ្នាទៅលើវិស័យដែលយើងធ្វើទាំងអស់គ្នាគឺយើងព្យាយាមមានខ្ញុំស្រឡាញ់ការងារប្រភេទនេះតែខ្ញុំសមត្ថភាពឬក៏បច្ចេកទេសខ្ញុំឥឡូវនៅអត់តន់ដល់ទេប៉ុន្តែខ្ញុំចង់បានអញ្ចឹងហើយខ្ញុំជឿថាពីមួយថ្ងៃទៅមួយថ្ងៃពេលដែលយើងមានស្តង់ដារការងារដែលយើងចង់បានដែលលើសពីកម្រិតសមត្ថភាពយើងឥឡូវហ្នឹងគឺវាជួយឲ្យយើងខំរៀនបន្ថែមខំព្យាយាមហៅដំណោះស្រាយអញ្ចឹងទៅបើសម្រាប់ខ្ញុំផ្ទាល់ការធ្វើវីដេអូរបស់ខ្ញុំវាដូរទៅតាមគេហៅថាតាមឆ្នាំដែរកំឡុងពេលដែលខ្ញុំមក switch មកធ្វើជាប្រភេទគេហៅថាយើងនិយាយហើយយើងមានថត B-roll មានអីហ្នឹងគឺខ្ញុំសម័យចង់ធ្វើអញ្ចឹងយូរហើយប៉ុន្តែពីមុនមកខ្ញុំធ្វើអត់បានអាចថាបច្ចេកទេសនៃការថតរបស់យើងក៏មិនទាន់ជល់ច្បាស់បច្ចេកទេសក្នុងការសរសេរដើម្បីវាតាក់ទាញនិយាយទៅវាសិតតែជំនាញដែលយើងត្រូវរៀនទាំងអស់តែដោយសារតែយើងចេះតែសម័យចង់ខ្ញុំចង់បានវីដេអូអញ្ចឹងចង់ធ្វើអញ្ចឹងយូរទៅយើងក៏ធ្វើវាបានដល់ពេលយើងចាប់ផ្ដើមធ្វើវាបានយើងចាប់ផ្ដើមធុញមួយអា style ហ្នឹងទៀតយើងចង់ហៅថ្មីអីថ្មីដែលពិបាកជាងអីដែលយើងកំពុងធ្វើឥឡូវហ្នឹងទៀតអាហ្នឹងត្រូវយកស្របព្រោះអាហ្នឹងតែយើងធ្វើដែលវាធុញអាហ្នឹងចឹងយើងចេះចង់ធ្វើអីដែលវាថ្មីឲ្យវាប្លែកជាងហ្នឹងទៀតមួយទៀតណាអាចធ្វើអីឲ្យថ្មីឲ្យប្លែកហើយធ្វើម៉េចព្យាយាមធ្វើម៉េចឲ្យអ្នកមើលរបស់យើងយល់ហើយមួយទៀតព្យាយាមធ្វើម៉េចទៅបញ្យល់ឲ្យ client របស់យើងយល់ថាហ្នឹងជាអីដែលយើងចង់ធ្វើឧទាហរណ៍ទៅគាត់មក sponsor យើងគាត់ស្រឡាញ់វីដេអូដែលយើងធ្វើពីមុនតែយើងចាប់ដល់ធុញមកអាហ្នឹងហើយយើងអត់ចង់ធ្វើអាហ្នឹងទេដូចឧទាហរណ៍ design poster សម្រាប់ឧទាហរណ៍ថាហាងអីមួយចុះយើងធ្វើឡើងតែប៉ែលក្ខណៈថាវាអត់មានអីថ្មីទេទេតែរហូតហ្នឹងហើយដូចគ្នាខ្ញុំថាទី1យើងខ្លួនឯងចង់ផ្លាស់ប្ដូរ style នៃការធ្វើរបស់យើងឬក៏យើងចង់ពង្រីកគុណភាពការងាររបស់យើងឲ្យវាធំជាងមុនឲ្យវាឡូជាងមុនតែស្របពេលជាមួយគ្នាយើងត្រូវបញ្យល់ត្រូវព្យាយាមទាញវាឲ្យអ្នកមើលគាត់ចាប់ផ្ដើមយល់ឬក៏ស៊ាំមួយលក្ខណៈហ្នឹងដែរខ្ញុំចាំបានណាពេលដែលខ្ញុំព្រោះកាលពីមុនណា style នៃការធ្វើវីដេអូខ្ញុំគឺខ្ញុំនិយាយសុទ្ធចឹងទៅហើយខ្ញុំយក B-roll ពី online មកដាក់ហើយស្រួលមែនតើស្រួលយើងគ្រាន់តែថតចឹងទៅយក B-roll ពី online មកដាក់ចឹងទៅប៉ុន្តែដល់ពេលដែលខ្ញុំចង់ switch មកធ្វើជា B-roll ខ្លួនឯងចង់ switch ដូរពីប្រធានបទប្រភេទរៀននៅវិទ្យាល័យចឹងបដូរមកនិយាយពាក់ព័ន្ធមួយទម្លាប់ពេលដែលបដូរមកដំបូងហ្នឹងគឺអត់សូវមានអ្នកមើលទេអត់មានអ្នកមើលបងខ្ញុំចាប់អារម្មណ៍ខ្លួនឯងចឹងព្រោះទី1វាថ្មីសម្រាប់អ្នកមើលរបស់យើងហើយវាថ្មីសម្រាប់យើងខ្លួនឯងទៀតយើងអត់ទាន់អាចថាមានលទ្ធភាពក្នុងការបញ្យល់ធ្វើឲ្យខ្លឹមសារនៃវីដេអូហ្នឹងអាចទៅអ្នកដទៃយល់អញ្ចឹងយើងត្រូវការបត់ម្ដងតិចទំមទៅយើងទី1យើងអាច start មួយ style ធ្វើរបស់យើងខ្លួនឯងអ្នកមើលគាត់ចាប់ផ្ដើមយល់ហើយវាគេហៅថាវាថយជាមួយនឹង algorithm របស់ Facebook ឬក៏ YouTube ទៀតអញ្ចឹងយើងត្រូវគិតសឹងតែគ្រប់ជ្រុងមកធ្វើម៉េចទី1យើងចង់ធ្វើ style យើងនិយាយខ្លីទៅជារសជាតិផងយើងទី2យើងចង់នឹងជារសជាតិរបស់យើងអត់មានណាគេធ្វើអាហ្នឹងទេទី2យើងចង់ធ្វើឲ្យថយជាមួយនឹង algorithm របស់ Facebook ឬក៏ YouTube ដែរព្រោះបើយើងធ្វើមិនថយ algorithm របស់វាពេលខ្លះវាវីដេអូយើងអត់សូវ reach ច្រើនអញ្ចឹងទៅទី3យើងត្រូវតែរកវិធីធ្វើម៉េចហុកអ្នកមើលត្រូវហុកអ្នកមើលឲ្យធ្វើយ៉ាងម៉េចឲ្យអ្នកមើលនៅបន្តមើលឲ្យដល់ចប់អញ្ចឹងយើងគិតច្រើនមែនទែនធាតុផ្សំច្រើនចូលគ្នាហើយស្របពេលជាមួយគ្នាគឺយើងចង់ធ្វើ style យើងបែបយើងហើយចុងក្រោយបំផុតគឺធ្វើម៉េចត្រូវបញ្យល់ sponsor ឬក៏ client ឲ្យគាត់យល់ថាហ្នឹងជាអីដែលយើងចង់ធ្វើអានេះខ្ញុំគិតថាជាចំណុចដែលពិបាកប៉ុន្តែវាសុបាយវាសុបាយដោយសារថាវាមាន challenge ថ្មីសម្រាប់យើងរហូតហ្នឹងជាអីដែលខ្ញុំព្យាយាមធ្វើជាមួយវីដេអូក្រោយរបស់ខ្ញុំដែរគឺខ្ញុំចង់ធ្វើអញ្ចឹង
Yeah, ngày nay khi dương ban hiện là việc thơ Metica thế này. Ok. Vậy tới vừa nhung máu chưa luôn trai lại cứ mình miền chừng này đang play FC chern khá vì nè thư video nữa thế. Bây giờ rút nơi cho môi năng vi hay nè. Nghe dương chồng luôn này để sàn này ngày. Cho bây giờ trong nực khơi lần này tha trong đô bị môi tới môi nó mẹ ram mày đây, sờ bài chết luôn này đi. Đô bị môi tới môi không? Đô bị style môi tới style môi. Nâng ơi, ai thay bà bạ nhà ớt sờ bài rồi. Ớt sờ bài vậy. Bà bạ để nâng. Cái tha chung rất sờ bài vậy mà. Cho ai thay vì bà bạ sân hai bạn sờ bài tam khôi. Bà bạ để xe thì mới luôn ai tục chết. Tục chết thật luôn ai thưa video bộ phết thầm mấy nâng bàn. Yeah. Thì bí ai thay thưa video style để dương chọn thưa nó bí khá vì ớt sâu chia cái hai tập tu dương vậy bài phía xa nè thưa video á vì ớt tu huy dương từ ớt bùm ớt bùm mà dương ta dương ai thay dương là stester cái lại nâng bên tay nhưng cứ thay nhưng lấy nhóm đo từ nạ ca môi để nhóm thưa video cứ nhóm chia diêm hộ thứ mấy rẽ xa công lăng chấtในក្នុងការធ្វើវីដេអូនឹងបន្តទៅមុខទៀតព្រោះយើងធ្វើមកវាច្រើនឆ្នាំដែរអញ្ចឹងប្រកបណាស់យើងជួបកលៈសសៈឬក៏កំឡុងពេលណាមួយដែលយើងមានអារម្មណ៍ថាយើងធន់ជាមួយនឹងអាការងារមួយហ្នឹងអញ្ចឹងគោលដៅរបស់យើងគឺចង់បន្តរក្សាភ្លើងនៅក្នុងចិត្តហ្នឹងឲ្យវាបន្តឆេះរហូតព្រោះយើងចាំបានអាការយើងធ្វើដំបូងយើងចាំបានអាការយើងគេហៅថាឈាមរាវយើងស្រែកឃ្លានណាយើងគំនិតច្នៃប្រឌិតយើងចេញមករហូតអញ្ចឹងរាល់ថ្ងៃគឺនៅបន្តធ្វើម៉េចអត់តន់សូវជាខ្វល់ច្រើនទេដោយសារយើងគិតថាយើងធ្វើមកដល់ចំណុចហ្នឹងគឺយើងមានគេហៅថាចំណេះជំនាញល្មមគ្រប់គ្រាន់ដើម្បីបន្តផលិតវីដេអូតទៅមុខទៀតដែលអាចទទួលបានការគាំទ្រអញ្ចឹងទៅតែឥឡូវអីដែលយើងចង់បានគឺលើសពីការគាំទ្រនឹងយើងចង់បានអាភាពគេហៅថាសប្បាយនៅក្នុងការធ្វើអាការ challenge ខ្លួនឯងអញ្ចឹងគឺចង់រក្សាក្តីស្រឡាញ់ហ្នឹងឲ្យនៅបន្តរហូតពីភាពដូចយើងស្រឡាញ់គ្នារាប់ឆ្នាំជាមួយសង្សាររបស់យើងអញ្ចឹងវាប្រកបណាស់ដល់ពេលមួយដែលយើងមានអារម្មណ៍ថាធុញមុខគ្នាឬក៏គ្មានអីនិយាយមួយគ្នាឬក៏ឆាតរកគ្នាអញ្ចឹងតែគោលដៅនៃការធ្វើការងារច្នៃប្រឌិតនេះខ្ញុំគិតថាស្តៀងនឹងដែរគោលដៅគឺធ្វើយ៉ាងណាបន្តរក្សានេះលេខណាថាគោលដៅគឺធ្វើម៉េចនៅបន្តធ្វើវារហូតឲ្យបានយូរបំផុតតាមអាចធ្វើទៅបានបន្តក្នុងន័យទី1ត្រូវមានហេរ៉ាញ់វត្ថុគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ព្រោះបើយើងអត់មានលុយគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទេអាការងារច្នៃប្រឌិតរបស់យើងក៏វាដាំក្បាលចុះទៅតាមនឹងដែរហើយទី2យើងត្រូវរក្សាស្មារតីក្តីស្រឡាញ់ធ្វើម៉េចបន្តឲ្យmotivation inspiration របស់យើងនៅបន្តធ្វើរហូតព្រោះអាចថាដល់ចំណុចមួយវាប្រកបណាស់វាចាប់ផ្ដើមធុញទ្រាន់គ្រប់ដូចតែរឿងអីផ្សេងដែរទេបើខ្ញុំមករយៈក្រោយដែលខ្ញុំចាប់ផ្ដើម start នេះវិញខ្ញុំមានអារម្មណ៍មួយថាពេលដែលខ្ញុំសាករបស់ថ្មីហើយខ្ញុំសាកទៅវាអាចនឹង work គឺខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយនឹងការធ្វើរបៀបអញ្ចឹងមកចាស្អីដូច podcast ហ្នឹងអញ្ចឹងបើសួរថាខ្ញុំចង់ធ្វើយូរហើយប៉ុន្តែយើងអត់មានសេចក្តីក្លាហានទៅធ្វើវាតែអង្គុយនិយាយព្រោះមនុស្សអត់ដែរនិយាយរបៀបអញ្ចឹងទេពេលឲ្យទៅបញ្យល់របៀបអញ្ចឹងវាមិនតាំងបញ្យល់របៀបមិនហើយណាមួយ fan ឬក៏ audience ខ្ញុំគាត់អត់ដែរឃើញខ្ញុំទៅអង្គុយនិយាយ podcast អញ្ចឹងទេលក្ខណៈចេញមកសួស្តីអ្នកគ្នាយើងធ្វើការផាយគ្នាអំពីរបៀបការធ្វើ poster មួយនេះរបៀបអញ្ចឹងដល់ពេលថ្ងៃនេះចេញមកទៅជាបញ្យល់របៀបបែបអំណានឬបែបស្អីគេការយល់ឃើញ perspective ទៅវិញដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាធ្វើរបៀបអញ្ចឹងសង្ស័យ fan គាត់ឆ្ងល់វិញទៀតវាអញ្ចឹងចេះអត់បានធ្វើមួយថ្ងៃជាមួយថ្ងៃរហូតទៅតែមួយថ្ងៃមុននេះក៏គាត់ថាដាក់ទៅមកចោលទៅធ្វើម៉េចតែយើងព្រោះអាសាដោយសារអាភ្លើងដែលយើងចង់ធ្វើហ្នឹងវាឆេះមកវិញយល់អត់ព្រោះថាពីមុនហ្នឹងវាធ្លាប់ឆេះម្ដងតែយើងបលុតវាប៉ុន្តែឥឡូវនេះវាឆេះមកម្ដងទៀតអញ្ចឹងក៏យើងចាប់ផ្ដើមធ្វើបដ ாய் ទៅបើហើយពេលដែលធ្វើគាត់ថាអូខេមានអីពួកគាត់ស្ដាប់តាពួកគាត់
ចូលចិត្តរបៀបអញ្ចឹងដែរតាសូចឹងបានខ្ញុំធ្វើបន្តទៀតអញ្ចឹងពេលខ្លះដោយសារតែយើងផ្លាស់ប្ដូរដែរប៉ុន្តែធ្វើឲ្យអាចំណងចំណូលចិត្តយើងហ្នឹងវានៅតែបន្តធ្វើរបៀបអញ្ចឹងរហូតណា មួយទៀតខ្ញុំថាចំណុចល្អមួយសម្រាប់ពួកយើងជា creator ជាអ្នកធ្វើការងារច្នៃប្រឌិតគឺកុំបូជាជីវិតយើងទៅលើអាការងារមួយនឹងច្រើនខ្លាំងពេកមានថាគួរតែកាត់ចំណែកពេលវេលាក្នុងមួយថ្ងៃឬក៏កាត់ចំណែកជីវិតរបស់យើងទៅចំណាយលើរឿងអីផ្សេងផងកុំធ្វើតែអាហ្នឹងពេកព្រោះពេលខ្លះទៅយើងអានេះជាបទពិសោធន៍ខ្ញុំដែលខ្ញុំចាប់អារម្មណ៍យើងនៅជាមួយវាខ្លាំងពេកពេលខ្លះទៅវាអាចធ្វើឲ្យយើងហៅថា stress មួយវាដែរឬក៏ធ្វើឲ្យយើងឆាប់ធុញជាមួយវាដែរអញ្ចឹងការដែលយើងបានអាចថាសម្រាកមួយអាទិត្យយើងសម្រាកមួយថ្ងៃយើងទៅធ្វើការងារផ្សេងកុំផ្ដោតតែវាពេកព្រោះវាពិបាកនឹងមិនផ្ដោតមែនតើអាការងារច្នៃប្រឌិតនេះមួយជាពិសេសចំការងារដែលយើងស្រឡាញ់ទៀតព្រោះអាខួរក្បាលរបស់យើងវានៅតែបន្តគិតរហូតនៅ loading រហូតឧទាហរណ៍យើងតិចទៀតឧទាហរណ៍យើងបិទ podcast យើងទៅដេកស្បែពេលដេកហ្នឹងមុនដេកលក់ហ្នឹងក៏គិតដែរស្អីធ្វើអីតទៀតកន្លែងនេះបើអញកាត់កន្លែងបើកាត់វីដេអូកន្លែងនេះយើងដាក់កន្លែងនេះវិញមិនអញ្ចឹងជិះខុសក្បាលយើងវាគេហៅថាវាវល់ជាមួយនឹងអាហ្នឹងត្រូវហើយអញ្ចឹងថាយើងដក clear ចេញពីកុំព្យូទ័រយើងចេញពីការងារយើងទៅដើរហាត់ប្រាណមើលទេសភាពមើលអីមើលស្រីស្អាតក៏ហ្នឹងហើយអញ្ចឹងក៏បានមើលស្រីស្អាតយក inspiration មកធ្វើវីដេអូយើងទៀតហ្នឹងហើយអូខេមានថាទៅធ្វើអីផ្សេងមាន hobby ផ្សេងព្រោះអានេះវាចាត់ទុកថាវាជាការងារពេញម៉ោងយ៉ាងចោះអញ្ចឹងយើងធ្វើការសកម្មភាពកំសាន្តផ្សេងទៀតដើម្បីជំនួសវាដែរហើយសាកទៅរៀនភ្លេងទៅធ្វើភ្លេងដែរលេងហ្គីតាលេង piano អានសៀវភៅអញ្ចឹងហ្នឹងហើយដោយសារតែយើងទៅធ្វើអារឿងទាំងអស់ហ្នឹងផ្សេងអាក្រៅពីការងាររបស់យើងឥឡូវហ្នឹងវាអាចជួយជាគំនិតច្នៃប្រឌិតអីបន្ថែមមកដល់យើងទៀតដែរព្រោះវាអាចថាវា connect គ្នាដែរពួកហ្នឹងព្រោះវាជាការងារ creative ដូចគ្នាដែរហ្នឹង Yes សូម្បីអ្នកធ្វើ play ក៏ត្រូវយកស្របនឹងខ្ញុំយកស្របហ្នឹងហើយព្រោះការងារគឺយើងត្រូវការប្រើគំនិតច្នៃប្រឌិតផងយើងទាំងអស់ហ្នឹងវាស្ថិតនៅក្នុងចង្កោមតែមួយណាហ្នឹងហើយអានេះសម្រាប់ខ្ញុំបានទៅសាកល្បងទៅរៀន piano រៀនអីខ្ញុំឃើញថានៅខាងនោះអាចថាវាបរៀនសួរថា piano ពាក់ព័ន្ធមួយតន្ត្រីអីវាបរៀនជាមួយនឹងវីដេអូរបស់យើងមិនអាចថាវាអាចជាពាក់ព័ន្ធគ្នាខ្លះដែរប៉ុន្តែខ្ញុំថាចំណុចមួយដែលពេលទៅរៀនឧបករណ៍តន្ត្រីវាបរៀនយើងទីមួយគឺបរៀនអាភាពអត់ធ្មត់ហ្មងលក្ខណៈថាវាទៀមទាភាពអត់ធ្មត់ហើយវាទៀមទាពេលវេលាហើយវាទៀមទាការយកចិត្តទុកដាក់ខ្លាំងទៀតឧទាហរណ៍ថាបើសិនជាយើងចង់ផ្ដោតលើការហាត់លេងបទនឹងមួយបទអូខេសម្រាប់យើងឡើងសម្ដែងឬក៏សម្រាប់អីមួយចឹងទៅអាចថាមួយអាទិត្យហ្នឹងគឺយើងត្រូវតែផ្ដោតលើវាតាមមួយមុខហ្មងអូខេមានតែចំណាយពេលទៅជាមួយវាហ្មងហើយសម្រាប់ខ្ញុំណែតខ្ញុំអត់ដែរធ្វើអញ្ចឹងជាមួយការងារវីដេអូខ្ញុំទេកន្លងមកមានថាបើខ្ញុំធ្វើវីដេអូចឹងទៅខ្ញុំធ្វើវីដេអូទៅខ្ញុំធ្វើអានេះធ្វើអានោះលីឡំចូលគ្នាច្រើនមុខក្នុងពេលតែមួយតែពេលដែលខ្ញុំសាកទៅរៀន piano ហ្នឹងបានខ្ញុំដឹងថាវាបានផលល្អបានប្រសិទ្ធភាពល្អគឺនៅពេលដែលឧទាហរណ៍ថាយើងផ្ដោតលើរៀនបទហ្នឹងឲ្យចេះអញ្ចឹងមួយអាទិត្យហ្នឹងគឺយើងអត់ធ្វើអីផ្សេងសោះតែម្ដងគឺយើងអង្គុយតែរៀន piano សុទ្ធហ្មងរៀន piano ព្យាយាមអានពាក់ព័ន្ធមួយភ្លេងព្យាយាមធ្វើអីទៅជុំវិញតែអាភ្លេងហ្នឹងដើម្បីរក្សាអាគេហៅថាចំហេះអាភាពផ្ដោតអារម្មណ៍អាការផ្ចង់អារម្មណ៍ហ្នឹងគឺវាមុតស្រួចទៅលើអាមុខអាមួយហ្នឹងសុទ្ធហ្មងអានេះខ្ញុំអាចថាខ្ញុំប្រហែលជាទៅរៀប piano ខ្ញុំមិនចេះអីលេងអីខ្លាំងអីប្រហែលប៉ុន្តែគ្រាន់តែអាហ្នឹងជាអាចថាជា mindset ដែលខ្ញុំអាចថាស្ពាយយកមកវិញពេលដែលខ្ញុំមកធ្វើវីដេអូដែរអញ្ចឹងគឺអាចថាបើចង់ថាដាក់ចិត្តធ្វើអីមួយមួយអាទិត្យឬក៏ពីរអាទិត្យហ្នឹងគឺកុំគិតរឿងអីផ្សេងធ្វើតែហ្នឹងទៅធ្វើតែរឿងហ្នឹងមួយហ្នឹងហើយព្រោះហ្នឹងហើយប្លេនិយាយអញ្ចឹងក៏វាមួយយ៉ាងព្រោះពេលដែលខ្ញុំរៀនអីមួយដែលថ្មីមកកំឡុងរយៈពេលហ្នឹងគឺយើងសឹងថាអីក៏គឺតាក់ទោទៅនឹងអានឹងទាំងអស់ហ្មងដូចមួយរយៈមុនដែលខ្ញុំខានធ្វើវីដេអូធ្វើនេះក៏ខ្ញុំឆ្លៀត
từ hiện là khang play được mẹ như này hay mà dạ pe nó mẹ làm tha ấy cục giá với tập play cho 70 hướng pe khác có trong họ mơ hướng ná rồi có documentary ná đây vậy để tôi là play nâng hướng bẹp tận tray nâng này nâng ngày bữa sai dương trong hiện vì đợt pe chứ thời do ấy đầm bay một cuộc chỗ nên đầm bay dương miền chùm nắng can tập pu control tha ok ô hồ ní lôi cái thợ play chứ lôi nhưng trong thợ đại chứ người viêm giống đấy nâng ngày thay nơi không bị phốp môi nâng mỏ phi diêm đã luôn dương châu từ không bị phốp môi nâng mỏ hay nơi chung quanh luôn bảo dưỡng phi diêm nơi khóc bài là bỏ ngày ban chọn đôi chia ở u thọ thập sân dương nhom riêng piano chẳng cứ phi diêm từ chụp nè riêng piano được kia từ lên studio cool chẳng tới ta từ chụp còn vậy lên mới còn đường play chẳng tới chẳng bây giờ riêng ấy mỗi cái giúp phi diêm thưa mấy nơi chung quanh luôn bảo dưỡng ao sờ bộ mình nơi đại riêng cho nên đôi dương đại đâm bế vậy cái này chỉ che cái này cái là lùi sneak cái này từ vinh từ mau lùi cầm lăng chặt cái này từ vinh từ máu á thật vậy vậy á nâng người nâng chuyện thế phu men tên tới ca riêng ấy bây giờ vậy smart phone tới bây giờ chập đam từ bốn pin có rầm phơm đấy bài trăm miền nà kia mà chui chụp rối như dừng hiệt luôn anh ta dân chớn mà tết nó như chập đam thôi nhỉ chứ như thời ca miền cái hai thà lập bạchในขนมการเธอไม่ได้ซากำลังจัดในขนมการเรียนนึกเอาไปโตเมียนละโหให้ยมthàยมโยสอบตามไอ้เด่นไหนanh vậy mình thàพยายามมือเรื่องน่าได้แปะปอนมาชนีในจังเรียนพยายามแต่มือวิดีโอ YouTube น่าได้กี่ยี่ก็พอดแคสต์น่าได้กี่ยี่ปีอาชนีในจังเรียนหนึ่งเธอไม่ไปโตเดซากำลังจัดพ้องไอ้มวยเตี้ยนั่นคือเดซาตลอดเรียนหองไงหนึ่งไงพวกไอ้ได้แกให้ทับปัญหาสมัยยืนสับไงที่ไอ้ได้เกย์พิจารณาสังเกตเคยคือยืนพวกควาแกช่างอารมณ์กับช่างควาแกดาวนึงโยจะตกได้หรือจะนี่เรียนน้ำมวยอุทยืนเรียนบ้านแต่มาติดจังให้ยืนกึศทะเยอใจหรือก็ยืนเรียนแต่มาคายยังมีอารมณ์ทะเยอละอูอย่าตอนใจจังยังบางอะไรอย่างนั้นให้กึศมืออุทกราฟิกดีไซน์bây giờ dạy pi thiết này graphic design cứ dương rộm sang mà on tròn men tên hay ao dương riêng ta mặc khai mà trẻ dương riêng ta pi tết mà trẻ này ngày vì trong vì thời ca rộm cho nào mà nè vì Sài từ lờ bọc cổ và sân chia quạt đã chất kháng quạt anh vót tròn quạt phơ rò ngày tới tới vì anh đừng nghi đừng quạt chập bàn được còn nghi đừng chập trẻ nhưng ai thà đông đại bên này là tới quạt sành hái quạt miền đông khai năng tiết tiên chập trẻ chập tờ đang chập tờ đã flip cho flip mà nè bộ lại cái nào quạt khu có ba phần quạt nó cứ ba cái nó sầm mẹ bàn nâng mỏ bộ giờ bộ lại cái nào nhưng có tha nó đi mò tam dạ sền tăng em tới nhưng còn nhiều mặt đắng đấy còn ta tha tê khác chùm niên đại nhôm thơ hòa ngày ní đại nhôm che thằng nó cái biết ta đặt máu trâu là là mẹ đặt máu vi chơi giờ những cái tha bộ nó phải bị ai nâng miên ai mua đại cần nịch này á giờ bộ nhưng bà sân chỉ vì khó thiệt chứ ấy nhưng ở trong từ nặc mua vi tranh thì anh ấy nhưng bật thay môi trường này đến nay anh vậy mà thà bé khác vì ai bẹp pon môi xe được có pan nhà bảo mình đấy pan nhà bảo mình đấy nó cứ cọt thở cho môi nâng càng nghe bập hệ nâng mòn được nhưng mà cầm lòng pe đây nhưng riêng piano chẳng nhưng sử dụng an phơi bẹp pon môi nâng composer được con nẹt Nippon là bay cho nó đào mà giống này đôi giờ nẹt Nippon khang rộp cho Mozart á Mozart nó cọt bị khmei máu cọt ai tha cọt bậc cài đông khang đàn tây tăng bị khmei mò ai tha tim mối để xa tại khu xa cọt nẹt playing đài bục cọt nẹt playing đài phần tay ở vậy để cọt play khang men tên nó cứ chia ai để kê chập ở rõm cầm lòng pe Mozart nó bị khmei cứ khu ba cọt cứ ai tha ô tô cọt lư melody mặc xài chẳng á cọt ai lư cất cất bài sầm lên giấy hạ bay đi chợ xong hay bao tay cất bài sầm lên với thay cất lưu melody mặc sai chứ còn ai sầm máy khơi chord có harmony sẽ hot cắt kia chỉ đấy cất lưu nó không khu các bài và cất bát ấy hay chúng hiền một top cứ còn là thơ mấyจะเซเวียนเลยกระดาษtới hay lên về tranh mà khéo bên này
ចឹងខួរក្បាលគាត់គឺវាអាចថាវាដងឬក៏បញ្ញាផ្នែកភ្លេងនឹងស្រាប់ចឹងធ្វើឲ្យគាត់អត់ពិបាកនៅក្នុងការរៀនណាហើយយើងអាចនិយាយថា Mozart មានលក្ខណៈថា2000ឆ្នាំមានម្នាក់អីវាអញ្ចឹងចុះយើងស្អីដែរយើងតែខ្ញុំគិតថាខ្ញុំយកស្របទៅលើមនុស្សផ្សេងគ្នាទាំងអស់គ្នាគឺមានបញ្ញាខុសៗពីគ្នាអ្នកខ្លះទៅបកកែភ្នែកហ្នឹងហើយបកកែភ្នែកបកកែមើលបញ្ញាផ្នែកគេហៅ visual thinking គិតបែបរូបភាពអីចឹងទៅអានឹងមានសភៅដែលគេសរសេរអានឹងពីពាក់ព័ន្ធមួយនឹងបញ្ញាប្រភេទហ្នឹងដែរបើខ្ញុំទៅខាងបញ្ញាខាងអក្សរខាងគិតជាអក្សរខាងអីហ្នឹងហើយគិតជាអក្សរចឹងអាចថាមានទំនោរទៅខាងអានខាងនិយាយបើសិនជាឲ្យខ្ញុំអង្គុយអានពាក់ព័ន្ធជាមួយនឹងវិភាគពាក់ព័ន្ធមួយនឹងអក្សរឬក៏អង្គុយអានសភៅចង់យល់ពីខ្លឹមសារសភៅនិយាយពីអីឲ្យសង្ខេបអីគឺខ្ញុំអត់ដែលមានបញ្ហាដោយសារអាចថានឹងដងរបស់យើងដែរប៉ុន្តែយើងដងខាងអក្សរចឹងយើងអាចទៅខ្សោយខាងអីផ្សេងចឹងទៅដល់អ្នកខ្លះទៅគាត់អាចជាមានបញ្ញាផ្នែករាងកាយនៅក្នុងការប្រើប្រាស់រាងកាយរបស់គាត់ដូចជាអត្តពលិកអ្នកលេងបាល់អ្នកលេងអីដូចនឹងឯការពីក្មេងអញ្ចឹងយើងលេងបាល់មួយមិត្តភក្តិយើងឃើញអ្នកខ្លះគាត់ប្រកែហ្មងអញ្ចឹងញាក់ចូលញាក់ចុះញាក់ឡើងអីនឹងឯឆ្វេងស្ដាំយើងញាក់ដែរមានអារម្មណ៍ថាហ្នឹងអាចថាបញ្ញាមួយទៀតទៅអ្នកដែលមានខាងរាងកាយខាងអីហ្នឹងចឹងវាផ្សេងពីគ្នាអញ្ចឹងបើយើងដឹងពីតែខ្ញុំនិយាយមែនខ្ញុំអាចថាខឹងប្រព័ន្ធអប់រំរបស់យើងទាំងអស់គ្នាដែរដែលភាគច្រើនអ្នកដែលមានបញ្ញាផ្សេងដែលខុសពីបញ្ញាបែបអក្សរគឺត្រូវបានគេហៅថាសង្គមឬក៏ប្រព័ន្ធអប់រំរុញចេញឆ្ងាយទៅដែរយើងអត់សូវជាមានឱកាសដើម្បីគេហៅថាព្រោះយើងរៀនខ្សោយនៅសាលាហ្នឹងអញ្ចឹងគេសឹងតែគេចាត់ទុកថាយើងថាអត់សមត្ថភាពបាត់ទេហ្នឹងត្រូវហើយព្រោះឧទាហរណ៍យើងមានបញ្ញាផ្នែករូបភាពចុះអញ្ចឹងយើងអត់សូវប៉ិនខាងអក្សរទេយើងអត់សូវប៉ិនខាងគណិតវិទ្យាឬក៏រូបវិទ្យាទេហ្នឹងហើយតែយើងប៉ិនខាងរូបភាពអញ្ចឹងវាអាចទៅជាជាងគំនូរអ្នកថតរូបអ្នកផលិតវីដេអូអញ្ចឹងណាហ្នឹងសិនជាជំនាញទៅចំរបស់យើងប៉ុន្តែដោយសារតែយើងខ្សោយគណិតខ្សោយអីយើងប្រឡងទារពាក្យជាប់ដល់ប្រឡងទារពាក្យជាប់យើងចង់រៀនតទៅខាងengineer ខាងវិស្វករអត់កើតដោយសារយើងតាក់ជើងត្រឹមពេជ្រគណិតអីនេះហ្នឹងហើយត្រូវហើយយើងខ្សោយពេជ្រគណិតបាត់អីហ្នឹងអញ្ចឹងហាក់បីដូចជាអសក្តានុពលរបស់យើងគឺអត់ត្រូវបានជួយជំរុញប្រហែលទេអាហ្នឹងខ្ញុំតែអាហ្នឹងជា topic ដែលគេ debate ដែរអាហ្នឹងវាពិបាកដែរបើសិនជាយើងមានសាលាដែលបង្រៀនទៅតាមជំនាញតាំងពីតូចមកល្អមែនតើហ្មងឧទាហរណ៍គាត់ដងខាងអីគាត់មើលទៅគាត់បកកែខាងអីគាត់រុញទៅខាងហ្នឹងហ្មងហើយតើមកតែគាត់ធំហើយគាត់មើលរៀនតាក់ទី1ដល់ទី12ពី10ឆ្នាំអញ្ចឹងបើយើងដោះខាត់ជំនាញដែលជាដងផងគាត់ហ្មងពី10ឆ្នាំហើយចេញមកធ្វើការហើយសធនធានមនុស្សខ្លាំងហ្នឹងហើយខ្ញុំថាជំរឿល្អមួយដែលអាចថាខ្ញុំអានសភៅនេះចំណងជើង visual thinking មានថាការអ្នកគិតបែបរូបភាពអ្នកនិពន្ធហ្នឹងគាត់អ្នកគាត់ពីក្មេងមក autism អូខេអញ្ចឹងអាចថាខួរក្បាលគាត់អត់ប្រកដីមួយក្នុងលក្ខណៈថាគាត់គិតបែបរូបភាពខុសពីក្មេងៗដទៃអញ្ចឹងពីក្មេងមកគឺគាត់ពិបាកនៅក្នុងការគេហៅថារៀនផ្នែកអក្សរឬក៏ភាសាអញ្ចឹងអាយុគាត់ដូចជាគាត់សរសេរក្នុងសភៅរហូតដល់5ឆ្នាំហើយទៅមិនចេះនិយាយដោយសារគាត់ខ្សោយផ្នែកភាសាខ្លាំងមែនតើប៉ុន្តែដោយសារតែគាត់ខួរក្បាលរបស់គាត់គឺគិតបែបរូបភាពនោះមានន័យថាឧទាហរណ៍សម្រាប់ពួកខ្ញុំអ្នកគិតប្រើពាក្យប្រើអក្សរអញ្ចឹងរៀងរាល់ថ្ងៃគំនិតគឺហោះមកជាទម្រង់អក្សរទាំងអស់វាប្រៀបដូចជាការសន្ទនាជាមួយនឹងខ្លួនឯងនិយាយជាមួយនឹងខ្លួនឯងទៅវិញទៅមករហូតអញ្ចឹងណាប៉ុន្តែសម្រាប់គាត់អ្នកនិពន្ធឈ្មោះ Temple Grandin ហ្នឹងសម្រាប់គាត់គឺខួរក្បាលរបស់គាត់គឺគិតបែបរូបភាពហ្មងគាត់ឃើញភាពដូចជាឧទាហរណ៍បើយើងនិយាយថាផ្កាកន្លាបយើងនិយាយពាក្យផ្កាកន្លាបហ្នឹងគាត់នឹកឃើញតែផ្កាកន្លាបហើយគាត់នឹកឃើញថានៅណាទៀតអញ្ចឹង
ការចងចាំរបស់គាត់ហ្នឹងគឺ store ទុកជារូបភាពសឹងទៅទាំងអស់ហ្មង អូ I see អញ្ចឹងគាត់ពិបាកមែនតើនៅក្នុងការទៅរៀននៅសាលាអញ្ចឹងដោយសារតែគាត់រៀនអត់សូវជាចូលគេប្រហែលដោយសារនៅសាលាយើងរៀនប្រើជាមួយអក្សរច្រើនយើងរៀនជាមួយសភៅហើយសម្រាប់អ្នកដែលគិតប្រើរូបភាពហ្នឹងគឺទម្លាប់អត់សូវបកកែរៀបចំការរៀនរបស់ខ្លួនឯងឲ្យមានសណ្ដាប់ធ្នាប់ទេមានថារៀនប៉ាត់ណាប៉ាត់ណី ទៅហើយ ពីភាពដូចជាសិស្សដែលអត់សូវបកកែរៀបចំកតាបរបស់ខ្លួនឯងមានសណ្ដាប់ធ្នាប់ឬកុំព្យូទ័រខ្លួនឯងមានសណ្ដាប់ធ្នាប់អញ្ចឹង ទៅហើយ ដាក់នេះដាក់នោះអញ្ចឹងតែគាត់ចាំទាំងអស់ដោយសារគាត់គិតបែបរូបភាព ហ្នឹងហើយ អញ្ចឹងគាត់លើកគេហៅថាចំណុចហ្នឹងមកនិយាយដែរថាអ្នកគិតបែបរូបភាពហ្នឹងគាត់អាចមានជំនាញផ្សេងមានបញ្ញាផ្សេងខុសពីមនុស្សទូទៅហើយអ្វីដែលគាត់ចង់ទៅសេក្នុងសភៅហ្នឹងគឺគាត់ចង់ព្យាយាមឲ្យយើងទាំងអស់គ្នាយល់ថាតាមពិតទៅគឺមានអ្នកដែលគិតផ្សេងពីគ្នាមានថាមានអ្នកដែលមានបញ្ញានៅក្នុងការគិតផ្សេងពីគ្នាមានគិតបែបរូបភាពមានគិតបែបលំនាំហ្នឹងគឺប្រភេទ pattern អ្នកបកកែគណិតបកកែកូដបកកែលេខអុកហ្នឹងគឺប្រភេទលំនាំអី pattern ទាំងអស់ហ្មងអញ្ចឹងហើយនឹងអ្នកគិតទី3គឺគិតបែបអក្សរគេហៅ verbal thinker នឹងប្រភេទពួកខ្ញុំបកកែរៀបឲ្យវាមានគេហៅថាលំដាប់លំដោយការគិតបែប story ជាសាច់រឿងអញ្ចឹងបើយើងនិយាយនៅក្នុងកុនមួយ director ហើយឬក៏ DP គាត់បកកែភ្នែកហ្នឹងហើយកែរូបភាពគឺគាត់បកកែគិតនៅរូបភាពហ្នឹងហ្មងហើយពួក writer ពួកអ្នកសរសេរពួកហ្នឹងបកកែខាង verbal ត្រូវអង្គុយជាមួយនឹងអក្សរច្រើនអញ្ចឹងវាចែកគ្នាអញ្ចឹងប៉ុន្តែដោយសារតែពាក្យច្រើនយើងអត់សូវជាយល់ថាយើងម្នាក់មានបញ្ញាខុសពីគ្នាអញ្ចឹងធ្វើឲ្យយើងអត់ឲ្យតម្លៃគ្នាទៅវិញទៅមកឧទាហរណ៍ថានៅក្នុងក្រុមហ៊ុនអញ្ចឹងភាគច្រើនមេក្រុមហ៊ុនអ្នកនៅខាងលើគឺសិតតាអ្នកដែលគិតបែបគេហៅថាអក្សរទាំងអស់ព្រោះទី1អ្នកគិតបែបអក្សរបកកែនិយាយបកកែធ្វើបទបង្ហាញជាមុខមាត់ក្រុមហ៊ុនអីចឹងទៅបកកែគ្រប់គ្រងអញ្ចឹងទៅតែពួកយើងគិតបែបអក្សរបែបរូបភាពជាអ្នកការងារខាងបច្ចេកទេសច្រើនជាងអញ្ចឹងយើងធ្វើការនៅខាងក្រោមច្រើនជាងផ្នែក engineer ផ្នែក designer ផ្នែកអីហ្នឹងថតរូបថតអីទៅអញ្ចឹងនឹងឲ្យថតរូបថតអីហ្នឹងតែនៅពេលដែលយើងអត់យល់ពីគ្នាទៅវិញទៅមកគឺយើងពិបាកធ្វើការចូលគ្នាមែនតើព្រោះខាងអ្នកធ្វើការងារនៅខាងក្រោមគាត់នៅជាមួយការងារផ្ទាល់គាត់ដឹងពីការងារជាងប៉ុន្តែអ្នកខាងលើគេគិតបែបព្យាយាមសំចៃយើងទៅប្រើនេះវិញកុំប្រើនោះអញ្ចឹងណាដាក់ deadline មកអត់សមហេតុផលសម្រាប់យើងអ្នកខាងក្រោមធ្វើអញ្ចឹងទៅអញ្ចឹងតោះតែយើងគេហៅថាបើកចិត្តរៀនពីគ្នាទៅវិញទៅមកតែអ្នកនៅខាងលើតនុយក្បាច់កហ្នឹងត្រូវមកយល់ជាមួយនឹងពួកយើងអ្នកជាងនៅខាងក្រោមដែរហើយពេលម៉ែនិយាយអញ្ចឹងវា relate មួយខ្ញុំដែរព្រោះខ្ញុំគ្រប់យ៉ាងដែលចូលមកគូក្បាច់ហ្នឹងគឺជារូបភាពទាំងអស់ហើយបើឲ្យខ្ញុំទៅបកកែអានខ្ញុំអត់សូវបកកែអានទេខ្ញុំជួយចិត្តស្ដាប់ច្រើនជាងចឹងហើយសម័យរូបភាពតាមអ្វីដែលយើងនិយាយអូថាខ្ញុំស្ដាប់គេនិយាយរឿងអញ្ចឹងយើងសម័យឃើញអាទិដ្ឋភាពនឹងនៅក្នុងគូក្បាលយើងបដាហ្មងសារថារឿងខ្លះវាជក់ចិត្តខ្ញុំធ្លាប់ស្ដាប់រឿងគេនិទានបែបមិនដឹងថាជាប្រឡោមលោកហ្នឹងនិយាយហ្នឹងខ្ញុំអត់ដឹងដែរតែថាពេលដែលគាត់និទានហ្នឹងគឺយើងនឹកឃើញតួអង្គហ្នឹងមកអូតួអង្គហ្នឹងកំពុងតែដើរទៅមុខជាមួយនឹងការស្លៀកពាក់ផងគាត់បែបម៉េចកំពុងតែប្រយុទ្ធរបៀបម៉េចអូលក្ខណៈយើងគ្រាន់តែស្ដាប់គាត់ហ្នឹងគឺយើងសម័យគឺឃើញរូបភាពតួអង្គហ្នឹងមកលក្ខណៈអញ្ចឹងហ្នឹងហើយអាហ្នឹងខ្ញុំបើសម្រាប់ខ្ញុំអាចថាគិតបែបអក្សរច្រើនមិនថាយើងមិនគិតបែបរូបភាពទេតែរូបភាពតើរៀងបខំខ្លួនឯងបន្តិចវាអត់អូតូអីវាថាអក្សរគឺវាអូតូហ្មងអាចថាដោយសារពួកខ្ញុំធ្វើរូបភាពហ្នឹងហើយយើងនៅជាមួយអាហ្នឹងច្រើនបើខ្ញុំវិញឥឡូវព្យាយាមសរសេរ script video អញ្ចឹងគឺព្យាយាមអាចថាព្យាយាមសរសេរជាមួយនឹងរូបភាពនៅក្នុងខួរក្បាលព្រ
ព្រោះពីមុនឡើយអានេះជាអីដែលខ្ញុំត្រឡប់ធ្វើពីមុនខ្ញុំសរសេរអក្សរអីដែលខ្ញុំចង់និយាយអស់សិនបន្ទាប់មកបានទៅព្យាយាមគិតថាតើគួរថតមិនដើម្បីមកគេហៅថាមកអមជាមួយនឹងអា voice over ដែលយើងនិយាយហ្នឹងណាតែឥឡូវអត់ទេគឺព្យាយាមធ្វើម៉េចយើងទៅសេផងមានរូបភាពនៅក្នុងខួរក្បាលយើងស្រាប់ផងអញ្ចឹងវាប្រៀបដូចជាយើងបង្កើតកុនមួយឬក៏វីដេអូមួយនៅក្នុងខួរក្បាលយើងឲ្យហើយខ្ញុំហ្នឹងហើយខ្ញុំមិននិយាយអញ្ចឹងវាបើប្រាប់ខ្ញុំធ្លាប់ទៅសេលក្ខណៈ short storyboard មួយអញ្ចឹងណាកាលខ្ញុំចង់ទៅសេសម្រាប់ថត TVC សម្រាប់ short course របស់ខ្ញុំហ៎ហើយកាលហ្នឹងក៏ធ្លាប់យកវាមកប្រើដែរថត data ថតអីហ្នឹងអានេះសិតតែយើងសម័យអញ្ចឹង flow ហ្នឹងបើតាមដែលខ្ញុំធ្វើដូចម្នាក់ខ្ញុំធ្វើខុសពីម្នាក់បន្តិចម្នាក់ទៅសេហើយបានគិតរូបភាពទៅអត់ហ្នឹងហើយបើសម្រាប់ខ្ញុំអត់ទេខ្ញុំសម័យចេញរូបភាពបដើហើយនឹងអក្សរបដើហ្មងឧទាហរណ៍ថាសួស្ដីអ្នកនរគ្នាអញ្ចឹងខ្ញុំសម័យចេញរូបភាពនឹងបាត់ហើយអូខេតួអង្គហ្នឹងទៅឈរនៅណាហើយ angle ខ្ញុំត្រូវថតរបៀបម៉េចប្រើ lens របៀបម៉េចដើម្បីឲ្យឃើញ close up របៀបហ្នឹងអីតែដែលខ្ញុំចង់បានវារបៀបអញ្ចឹងចេញមកគឺវាដំណើរគ្នាយកហ្មងវាអត់ដូចម្នាក់ទៅសេហើយបានគិតតាមក្រោយហ្នឹងហើយរបៀបអញ្ចឹងខ្ញុំឃើញថាអាហ្នឹងវាមានចំណុចខ្វះខាតមួយដែរសម្រាប់ខ្ញុំអាចទៅសេហើយបានគិតវីដេអូមកតាមក្រោយអាចថាវាមានចំណុចខ្វះខាតដោយសារតែអាចថាវាបិទ a possibility ដែលយើងអាចសម័យច្រើនជាងមុនព្រោះពេលខ្លះប្លង់ថត influence អីដែលយើងសរសេរឬក៏អីដែលយើងសរសេរ influence ប្លង់ថតព្រោះពេលខ្លះយើងអត់នឹកឃើញប្លង់យើងអត់នឹកឃើញនិយាយអញ្ចឹងទេប៉ុន្តែដោយសារតែយើងនឹកឃើញប្លង់ហ្នឹងយើងឃើញប្លង់ហ្នឹងនៅក្នុងខួរក្បាលយើងมันមានអារម្មណ៍ថាអូមែនតែបើសិនយើងមានប្លង់ហ្នឹងហើយយើងមកសរសេរអញ្ចឹងវិញវាហេតុតែតំណងព្រោះកាលពីមុនយើងប្រើពាក្យសម្ដីដែលយើងនិយាយទាំងអស់ដើម្បីសម័យឲ្យឃើញប្លង់ថតតែម្ដងនេះយើងអាចប្រើប្លង់ថតដើម្បីសម័យឲ្យឃើញអីដែលយើងនិយាយវិញអាចថាទទឹមគ្នាដូចណែតឯងនិយាយអញ្ចឹងព្រោះអត់ដឹងមិនដែរវាដូច reflect មិនខ្ញុំអត់ដឹងដែរពេលដែលទៅសេរបៀបអញ្ចឹងគឺយើងមកទាំងពីរហ្មងហ្នឹងហើយជួយណាគូក្បាលដូចវាបែងចែកតែមកហៀងហ្នឹងហើយអានេះយើងនិយាយពាក់ព័ន្ធមួយការធ្វើវីដេអូអាកំឡុងពេលដែលយើងទៅសេ script សេប្លង់សេអីហ្នឹងហើយអស់ហើយពេលទៅថតមានបញ្ហាមកតង់ទៀតទៅថតហ្នឹងពិបាកមកតង់ទៀតយយនេះទៅវេទនាខ្ញុំឆ្ងល់ហើយបើយើងទៅធ្វើការងារអីផ្សេងមិនស្រួលយើងមានឆាប់ជាងមកធ្វើវីដេអូហ្នឹងទៀតមិនធ្វើមិនយើងស្រឡាញ់គ្នាមកពិបាកហ្នឹងហើយធ្វើឲ្យស្រឡាញ់ហើយវាធ្វើមិនវាក្តីស្រឡាញ់ក្តីសម័យមិនអញ្ចឹងវាត្រូវធ្វើវាអញ្ចឹងហ្នឹងហើយខ្ញុំដូចសប្បាយមែនទេធ្វើការងារខាងវីដេអូនេះវា stress បន្តិចដែរតែដូចសប្បាយវាប្រៀបដូចឧទាហរណ៍វាប្រៀបដូច complete task មនុស្សស្រីដែលយើងស្រឡាញ់វាមិនមែនស្រួលទាំងអស់ណាមានថាមានន័យថាវាមិនមែនអូគ្រប់យ៉ាងវាស៊ីចម្ពូទាំងអស់ណាវាពិបាកវាវេទនាខ្លះដែរប៉ុន្តែវានៅតែស្រឡាញ់អាហ្នឹងស្រឡាញ់ម្នាក់ហ្នឹងឬក៏ស្រឡាញ់ការងារហ្នឹងអ្នក single ស្ដាប់បដាពងសោចញឹមបដានេះឆ្ងល់ណាគេឆ្ងល់គេអ្នក single គេអង្គុយសាប់ podcast គេធ្វើមុខមិនហ៎ខ្ញុំផ្លេចអារម្មណ៍នឹងយូរហេផ្លេចអារម្មណ៍ single យូរចេះធ្វើបាបគេpodcast នេះបានច្រើនទេអ្នកស្ដាប់ថ្ងៃនេះបានច្រើនបានព័ត៌មានច្រើនពេលយើង content មិនដឹងដាក់ content របៀបម៉េចដាក់ចម្រោះនិយាយចម្រោះបដ ហ្នឹងហើយដាក់ចម្រោះទេព្រោះ content នេះយើងបូកចូលទាំងអស់ទាំងការសម្រេចចិត្តតាំងពីបទពិសោធន៍យើងធ្វើការហើយតាំងពីបទពិសោធន៍តកតងទៅនឹងគេហៅគេចំណេះដឹងទូទៅណាបែបគេការសិក្សាមិនអីមិនការងារច្នៃប្រឌិតហ្នឹងហើយណាមួយខ្ញុំនិយាយមែនកម្រមាន podcast ដែលខ្ញុំចូលរួមនិយាយហើយមានឱកាសនិយាយពាក់ព័ន្ធមួយការងារដែលខ្ញុំធ្វើហ្នឹងដោយសារភាគច្រើនកន្លងមកយើងនិយាយឧទាហរណ៍យើងទៅ podcast ជាមួយមិត្តភ័ក្តិឬក៏ creator ដទៃអញ្ចឹងទៅគាត់និយាយពាក្យចន្ទូទៅអញ្ចឹងណាតែ
មានតែយើងធ្វើការងារឆ្នៃប្រឌិតទេបើយើងនិយាយទៅយើងយល់អារម្មណ៍គ្នា អាហ្នឹងវាចឹងហើយពួក យល់អារម្មណ៍ ពេលខ្លះយើងចង់និយាយតែរឿងហ្នឹងវាមិនអាចនិយាយបាន you know ប្រូហ្នឹងក្នុងវត្តវណ្ណដា ទៅខ្ញុំមានអារម្មណ៍ថាពួកអីចេះណែជាមួយខ្ញុំនិយាយអស់ហ្មងខ្ញុំមកពី background អ្នកហ៊ានអ្នកសូត្រហ៊ានបកកែនៅសាលានៅអីដែរលក្ខណៈថានៅសាលាគឺធ្វើបានគេអបអគេឲ្យតម្លៃយ៉ាងដែរប៉ុន្តែបើក្រុមមនុស្សដែលខ្ញុំដើរជាមួយត្រូវគឺមានតែក្រុមមនុស្សបែបការងារច្នៃប្រឌិតនេះទេគឺផ្នែកគេហៅថាផ្នែកអប់រំផ្នែក academic អីហ្នឹងគឺខ្ញុំទៅអត់សូវត្រូវជាមួយដោយសារតែអាចថាអត់សូវសប្បាយដូចយើងអ្នកធ្វើការងារច្នៃប្រឌិតហ្នឹងឯងអាចដោយសារពួកគាត់រៀងមានគិតក្រមអញ្ចឹងណារបៀបរបប តែគាត់និយាយហ្នឹងហើយរបៀបគាត់និយាយគាត់ធ្វើការវាមាន rule វាមានច្បាប់អីត្រឹមត្រូវទៅពេលពួកយើងរបៀបអញ្ចឹងវាដូច free ចាំគេហៅ freelance ហ្នឹងលក្ខណៈបែប freelance feel free មកធ្វើស្អីក៏បានហ្នឹងហើយការងារច្នៃប្រឌិតហ្នឹងហើយបើខ្ញុំថាការងារច្នៃប្រឌិតនេះពិបាកជាងការងារអាចថាពិបាកក្នុងន័យមួយថាយើងត្រូវតែហៅគំនិតច្នៃប្រឌិតនៅក្នុងការធ្វើហើយមួយវិញទៀតគឺយើងត្រូវប្រកួតប្រជែងជាមួយនឹងមនុស្សដទៃជុំវិញខ្លួនជាមួយនឹងទីផ្សារនៅក្នុងការងាររបស់យើងដែរឧទាហរណ៍ថាយើងធ្វើចម្រៀងយើងមិនមែនប្រកួតប្រជែងតែជាមួយអ្នកទៅធ្វើចម្រៀងដូចយើងណាយើងប្រកួតប្រជែងមួយវណ្ណដាយើងប្រកួតប្រជែងជាមួយគាត់ទោះយើងដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយដោយសារតែចំណែកទីផ្សារវាមានថាវាធំហើយអញ្ចឹងយើងមិនមែនប្រកួតប្រជែងតែអ្នកនេះយើងណាយើងត្រូវប្រកួតប្រជែងជាមួយនឹងពួកគាត់ដែរនោះពួកគាត់ធំដែរនោះហ្នឹងហើយដូចតែយើងធ្វើវីដេអូអញ្ចឹងដូចគ្នានេះហើយប្រកួតប្រជែងខ្លះជាងគេគឺប្រកួតប្រជែងមួយខ្លួនឯងហ្នឹងហើយធ្វើម៉េចដើម្បីកុំឲ្យខ្លួនឯងឡើយណាអត់មានអារម្មណ៍ចង់ធ្វើអ្នកធ្វើម៉េចឲ្យខ្លួនឯងមានអារម្មណ៍ចង់ធ្វើរហូតអាហ្នឹងមិនខ្លាំងអូអាហ្នឹងពិបាកហ្នឹងហើយចុះសួរខ្ញុំអាចចង់សួរម្នាក់ទៀតមួយទៀតម្នាក់ធ្លាប់អានសភៅច្រើនតើមានជា idea ឬក៏ជាយោបល់លេខខ្លះសម្រាប់ក្នុងករណីគ្នាយើងខ្លះគាត់ធ្វើការគាត់ហត់នឿយហើយគាត់លក្ខណៈបែបមានអារម្មណ៍មួយដូចចង់គេហៅ burn out អញ្ចឹងណាអញ្ចឹងសម្រាប់ម្នាក់គាត់ថាគួរតែមានជាយោបល់ហ្នឹងដើម្បីឲ្យពួកគាត់បកការចំណុចទាំងអស់ហ្នឹងហើយឲ្យគាត់គិតមកអាច recover ខ្លួនឯងនៅអារម្មណ៍របស់គាត់ហ្នឹងណាអាហ្នឹងវាមានចំណុចដែរដែលគួរអាចចែកម្លែកបានទេពាក់ព័ន្ធជាមួយនឹងការ burn out ហ្នឹងហើយសម្រាប់ខ្ញុំគិតថាយើងអាចចាប់ផ្ដើមពីទៅធ្វើអីផ្សេងដក clear ពីការងារយើងមកនិយាយឲ្យទៅធ្វើអីផ្សេងដែលយើងតែងតែសម័យចង់ធ្វើកន្លងមកប៉ុន្តែយើងអត់ដែលមានឱកាសធ្វើហើយគឺក៏ព្យាយាមសកម្មភាពកំសាន្តដទៃទៀតអូខេធ្វើបន្ទាប់បន្សំក្រោយពីយើងធ្វើការងារពេញម៉ោងរបស់យើងហើយអញ្ចឹងឲ្យមានគេហៅថាមានចម្រោះចូលគ្នាកុំឲ្យតែយើងធ្វើអានឹងមួយវាស្មុកណាហ្នឹងហើយស្មុកយើងនៅដូចនិយាយទៅវាស្មុកហើយណាមួយវាលក្ខណៈថាជីវិតយើងមិនមែនធ្វើតែវីដេអូជីវិតយើងមិនមែនតែធ្វើតែ graphic នឹងមួយថ្ងៃគួរឲ្យធ្វើវាអញ្ចឹងទេព្រោះយើងត្រូវការ socialize យើងត្រូវការទៅជួបមិត្តភ័ក្តិយើងត្រូវការឆាតជាមួយក្រាស់របស់យើងអញ្ចឹងណាយើងត្រូវគិតអារឿងផ្សេងទៅក្រៅ VR ការងារដែលយើងធ្វើនឹងកុំខ្វក់កុំគេហៅថាកុំធ្វើតែអានឹងពេកហ៎គេថានឹងឲ្យឆ្លៀតធ្វើអីផ្សេងខ្លះផងហើយចឹងមកថាបើសិនជាយើងមានអារម្មណ៍ថាយើងចាប់ផ្ដើម burn out ហើយយើងត្រូវតែប្រាប់ខ្លួនឯងថាត្រូវធ្វើអីមួយដែលជាការងារដែលយើងចង់ធ្វើហើយយើងអត់ធ្លាប់មានពេលឬក៏ធ្លាប់មានឱកាសក្នុងការធ្វើជាយើងឆ្លៀតពេលហ្នឹងដើម្បីទៅធ្វើរបស់ទាំងអស់ហ្នឹងដើម្បីកាត់បន្ថយអារម្មណ៍ផងយើងនេះត្រូវទេហ្នឹងហើយហើយមួយទៀតខ្ញុំគិតថាយើងអ្នកធ្វើការងារច្នៃប្រឌិតគួរតែមានដៃគូស្នេហាម្នាក់មួយដែរកុំលក្ខណៈយើងគួរតែមានគ្នាជួយហ្នឹងមានថាឧទាហរណ៍ថ្ងៃហ្នឹងយើងបានដៃគូសង្សាររបស់យើងឬក៏ប្រពន្ធប្តីប្រពន្ធរបស់យើងនឹងឯង
លក្ខណៈថា ជួយជំរុញជួយលើកទឹកចិត្តដែរ ហ្នឹងហើយជួយបំពេញអាចំណុចខ្វះខាតនៃជីវិតយើងតួយ៉ាងដូចជាក្តីស្រឡាញ់ហ្នឹងយើងមិនសូវជាបាននិយាយឬក៏យើងជាប្រធានបទមួយដែលយើងអត់សូវនិយាយសមលក្ខណៈថាយើងអត់គួរនៅម្នាក់ឯងយូរពេកយើងអត់គួរឯកាយើងដល់វ័យប៉ុណ្ណេះនេះ20ជាងហើយយើងគួរតែហោដៃគូអីម្នាក់មួយអញ្ចឹងណាម្នាក់មួយមែនកុំឲ្យច្រឡំឥឡូវប្រាប់ពួកអ្នកពុំមើលឥឡូវផាសវីដេអូហ្នឹងសិន podcast ហ្នឹងសិនឲ្យតែរកសង្សារមួយបានសិនខ្ញុំស្ដាប់តហ្នឹងមានថាបើនិយាយលេងសើចអីមានថាយើងរស់នៅជាផលិតករក៏សិល្បករមកផ្នែកអានឹងជាការងារយើងប៉ុន្តែមកផ្នែកទៀតគឺយើងត្រូវរស់នៅជាមនុស្សទូទៅដូចគេដូចឯងដែរមានថារស់នៅជាមនុស្សល្អដែរត្រូវមានសិលធម៌គុណធម៌មនសិការល្អអញ្ចឹងណាព្រោះអាហ្នឹងវាជាធាតុផ្សំដែលចែកពលលើការងាររបស់យើងថ្ងៃខាងមុខដែរអានេះខ្ញុំគិតថាជាចំណុចមួយដែលយើងអត់សូវបាននិយាយសោះនៅក្នុងរង្វង់អ្នកធ្វើការងារច្នៃប្រឌិតរបស់យើងទាំងអស់គ្នាឧទាហរណ៍យើងជួបគ្នាម្នាក់យើងនិយាយថាពី sponsor ឬក៏ client អីចឹងទៅបញ្ហានេះបញ្ហានោះអញ្ចឹងទៅប៉ុន្តែមានឱកាសក៏និយាយគ្នាពាក់ព័ន្ធនឹងបញ្ហាជីវិតឬក៏បញ្ហាផ្ទាល់ខ្លួនអីចឹងណាព្រោះពេលខ្លះទៅgraphic designer ក៏មនុស្សដូចយើងដូចគេដែរឯងហ្នឹងវាចឹងហើយវាខុសគ្នាអីហ្នឹងហើយតន្ត្រីក៏មនុស្សដូចគេដែរឯងអញ្ចឹងហ្នឹងហើយមានបញ្ហារបស់យើងរៀងខ្លួនណាពេលខ្លះទៅខ្ញុំមានអារម្មណ៍ថាយើងគួរតែចែកគ្នាពាក់ព័ន្ធមួយនឹងជីវិតផ្ទាល់ខ្លួននឹងឲ្យបានច្រើនជាងជីវិតការងារទេព្រោះជីវិតការងារគ្មានអីទេយើងនិយាយទៅវិញទៅមកវានៅតែការងារចែកទេសអញ្ចេះចែកទេសចុះមែនតើចេះចុះយ៉ាងតែតែជីវិតផ្ទាល់ខ្លួនប៉ុន្តែវាចេះដែរវាអាចដោយសារបុគ្គលដែរខ្លះទៅគាត់អត់សូវចូលចិត្តនិយាយរឿងគូសាររឿងអីជីវិតរបស់គាត់ចឹងណាហ្នឹងហើយព្រោះមានបញ្ហាយើងអត់និយាយចឹងប៉ុន្តែអ្នកខ្លះគាត់ like ធម្មតាវាចេះយើងលើកប្រធានបទរបស់យើងជែកគ្នាពីនេះពីនោះអីចឹងទៅដោះស្រាយមិនធ្វើមិនអីមិនចឹងទៅពុនវាយពុនអីធ្វើមិនកុំឲ្យពុនវាយអីចឹងទៅមិនកុំឲ្យសង្សារខាងឬក៏ធ្វើមិនលួងគេឆាប់បាត់អីចឹងណាអត់ទេមែនតើប៉ុន្តែអាហ្នឹងការនៅរៀនមិត្តភក្តិខ្ញុំវាធ្លាប់សួរអញ្ចឹងតើដោយសារវារបៀបអញ្ចឹងអ្នកសង្សារវាថ្ងៃធ្វើបាបទៅវារើទៅវារហូតហើយវាអាសាសួរខ្ញុំមកសួរអ្នកផ្សេងអញ្ចឹងណាអាសាសួរមែនតើវាប្លែកយទៅវាប្លែកអត់ទេល្អមែនតើយើងគួរយករឿងរបៀបអញ្ចឹងមកជជែកវែកញែកមួយគ្នាខ្លះដែរយើងកុំជជែកតែការងារយើងស្មុកនឹងការងារមកជុំគ្នានិយាយរឿងការងារទៀតព្រោះ stress ការងារមកនិយាយការងារឲ្យស្មុកស្មាយបន្ថែមទៀតហ្នឹងហើយមកស៊ីបាយហ្នឹងមករឿងការងារហ្នឹងទៀតមែនទេសំខាន់នេះមក10 11នេះយើងនិយាយការងារហ្នឹងទៀតនេះបាទអីនិយាយលេងអីជាបបពិសោធន៍ព្រោះមែនតើហ្នឹងខ្ញុំថាមកផ្នែកនៃអាជីវិតយើងម្នាក់គឺត្រូវប្រឈមមួយបញ្ហាដែលកប់នៅក្នុងខ្លួនយើងកន្លងមកពីរបៀបដែលយើងធំធាត់របៀបដែលយើងគិតទម្លាប់របស់យើងឲ្យផ្សេងទាំងអស់ហ្នឹងចែកទៅពលលើរបៀបដែលយើងធ្វើការដូចគ្នាហើយទោះយើងចង់ក៏ដោយហើយនិយាយទៅពីណាក៏មានបញ្ហាដែរអានេះជាវីដេអូដែលខ្ញុំព្យាយាមធ្វើកំពុងតែព្យាយាមធ្វើពាក់ព័ន្ធមួយអាហ្នឹងគឺយើងទាំងអស់គ្នាមានបញ្ហាទាំងអស់គ្នាហ្នឹងហើយអាបញ្ហាទាំងអស់ហ្នឹងបើសិនយើងអាចដោះស្រាយវាបានអញ្ចឹងទៅវាល្អធ្វើឲ្យការងាររបស់យើងគឺវាទៅតាមនឹងដែរដល់ទម្លាប់អីដែលខ្ញុំសង្កេតឃើញទម្លាប់ដែលយើងមានទម្លាប់ប្រចាំថ្ងៃរបស់យើងនឹងជាអត្តពលដល់របៀបដែលយើងធ្វើការងារយើងដែរបើមនុស្សយើងអត់ឧទាហរណ៍យើងទម្លាប់ខ្ជះខ្ជាយចុះយើងការងាររបស់យើងចេញមកក៏វាខ្ជះខ្ជាយមានថាធ្វើឲ្យទៅហើយពីដៃអញ្ចឹងណា
បើយើងទម្លាប់គេហៅថាល្អិតល្អន់យើង detail យើងអាចថាការងាររបស់យើងចេញមកគឺវាស្អាតទៅតាមនឹងដែរហើយអា detail ហ្នឹងអាចថាចំណាយពេលសឹងតែស្មើនឹងអាពេលដែលយើងធ្វើទៅថាយើងធ្វើហើយតែយើងនៅអាគេហៅថា detail ទៅវាឲ្យស្អាតហ្នឹងហើយចំណាយពេលយូរចង់យូរជាងអាធ្វើអាវាធ្វើនៅ zoom in zoom out ហ្នឹង scroll ចុះ scroll ឡើងហ្នឹងវីដេអូមិនចឹងដែរពេលខ្ញុំកាត់វាច្រើនចឹងឲ្យយូរតែចុងក្រោយអាប៉ះថែមនេះថែមនោះប៉ះបើចុងក្រោយហ្នឹងហើយថែមនេះដាក់អក្សរសេរីវាឲ្យ fade in fade out ទៅចឹងអានតិចតួចគូឲ្យតែបើអត់មានអាហ្នឹងវាអត់នេះហ្នឹងអត់ស្អាតវីដេអូចេញមកអត់ភ្លឹងបាទហ្នឹងវាល្អតែពេលយើងមានអា idea ហ្នឹងផុសមកល្អអាហ្នឹងមែនទេព្រោះបាទមានថាឥឡូវហ្នឹងអារម្មណ៍យើងក៏បដោតលើការងារហ្នឹងហ្មងយើងអត់មានបានគិតទីផ្សេងទេអាហ្នឹងព្រោះបើសិនយើងបដោតលើវាមិនយើងនឹកឃើញអីដែលថ្មីចង់សុំបលីមួយសុំបលីលេង piano មកបត់មកចាំដាក់ចូលទៅក្នុង podcast នេះឲ្យគ្នាយើងបានស្ដាប់ដែរយ៉ាងលេងខ្ញុំផ្ញើវីដេអូខ្ញុំលេង piano ឲ្យទៅបានអត់ខ្ញុំកាត់ហើយអូខេអញ្ចឹងក៏បានចាំខ្ញុំដាក់ចាំដាក់ audio នៅក្នុងវីដេអូមួយនេះឲ្យគ្នាយើងបានស្ដាប់បើអាចផាជាអាចនឹងដាក់កតរហូតបើសិនជាវាត្រូវជាមួយនឹង mood ផងយើងណាប៉ុន្តែបត់ set អត់ឬក៏អត់ត្រូវអត់សូវ set ទេបត់ដូចបត់អា Canon Indie បត់នេះដូចបត់ពីដើមអូខេនាងថាវាសតុនវាអត់សូវកាយអូខេអញ្ចឹងផាជាអាចនឹងត្រូវ mood ផងយើងដែរហ្នឹងហើយផាជាអាចនឹងដាក់ជីសតបហើយនឹងកន្លែងដែលខ្ញុំសុំវាអីនេះនឹងដាក់ភ្លេងនឹង full ឲ្យគាត់ស្ដាប់ហេយ៉ាហ្នឹងហើយ
កិត្តិយសអានោះជាលើកទី នឹងនិយាយទៅអាចថាចង់ប្រាប់គ្នាយើងដែលស្ដាប់មកដល់ចំណុចនេះដែរថាខ្ញុំទើបតែរៀនបានមួយឆ្នាំទេអញ្ចឹងការលេងរបស់ខ្ញុំវានៅស្ទើរច្រើន អីទេគាត់យល់ហើយសំខាន់ឲ្យលេងបានឲ្យគាត់ស្ដាប់នេះឥឡូវសួរមាន ហ្នឹងហើយ podcast ថ្មីណាដែលម៉ែងចូលឲ្យបានស្ដាប់ piano ម៉ែងលេងអត់មានទេ ខ្ញុំអត់តន់ផុសនៅលើ fake ដែរ ជាវាជាកិត្តិយសមួយដែរណាអត់ទេមែនទេចង់ស្ដាប់យូរហើយអញ្ចឹងឥឡូវយើងសរុបសេចក្តីមកវិញទៅ ស្រាប់សេចក្តីមកវិញគឺការសម្រេចចិត្តនេះ ហ្នឹងហើយការសម្រេចចិត្ត និយាយទៅខ្ញុំគិតថាបើសិនយើងមានជំរើសច្រើនហើយយើង stress ជាមួយនឹងជំរើសហ្នឹងអាហ្នឹងជារឿងល្អទេសារទី1យើងមានជំរើសច្រើន ហ្នឹងហើយហើយយើង ជំរើសច្រើនល្អ ហើយ ត្បិតតែយើង stress ជាមួយនឹងការរើសបន្តិច ហ្នឹងហើយយើងត្រូវជឿលើអីដែលយើងនឹងត្រូវទៅណាព្រោះសារតើយើងជឿដែរបើយើងទៅហើយវាជោគជ័យបើយើងអត់ជឿទេនៅតែ ហ្នឹងហើយ តាក់ស្ទើអាហ្នឹងវានៅតែត្រឡប់មកវិញទៀតអាហ្នឹង បើចូលជារើសទៅខាងនោះហើយធ្វើឲ្យវាអស់ចិត្ត ហ្នឹងហើយ ធ្វើអស់ពីដៃ ហ្នឹងហើយត្រូវ ហើយមួយទៀតដូចអីយើងនិយាយចុងក្រោយមិញពាក់ព័ន្ធមួយបញ្ញាបើមនុស្សមានផ្សេងគ្នាអញ្ចឹងបើយើងមានអារម្មណ៍ថាយើងប្រកែខាងយើងមានដងឬក៏មានទេពកោសលខាងអីមួយយើងព្យាយាមដោះខាត់វាឲ្យបានច្រើនទៅ ត្រូវ ហ្នឹងហើយ ត្រូវ ហ្នឹងហើយព្យាយាមយល់ថាមនុស្សយើងទាំងអស់គ្នាមានបញ្ញាឬក៏របៀបគិតផ្សេងពីគ្នាអញ្ចឹងតើតើយើងមានការគិតបែបហ្នឹងទើបយើងងាយស្រួលធ្វើការមួយគ្នា អូអែម ហើយចុងក្រោយយើងនិយាយមិញគឺពាក់ព័ន្ធមួយថាកុំគិតតែពីអាការងារយើងនឹងពេកយើង graphic designer យើង content creator ការងារណាក៏ដោយណាអ្នកធ្វើការខាងណាក៏ដោយ ហ្នឹងការងារណាហ្នឹងហើយកុំគិតតែពីវាពេកដោយសារឥឡូវយើងអត់តមានអីផ្សេងដើម្បីគិតវាចឹងយើងគិតតែពីវា យ៉ា អញ្ចឹងខ្ញុំថាឲ្យយើងមានសង្សារមានអីខ្លះទៅដើម្បីអីយើងយ៉ាងហោចណាស់ទៅគេខឹងគេអីទៅយើងភ្លេចគិតពីការងារយើងទៅលួងគេបានមកសន្ទុះដែរហ្នឹងហើយ ចាស់វិញ អញ្ចឹងវាហ្នឹងហើយយើងកម្រ burn out ដែរសារយើងមានខាងនោះ burn យើងឡូត អូខេចឹងក៏បានដែរត្រូវទៀតហ្នឹងហើយចង់គាត់វាប៉ុណ្្នឹង អូខេចឹងអរគុណមែនតើបលីថ្ងៃនេះបានមកជជែកវែកញែកមួយគ្នាច្រើនចំណុចហើយបានចែកម្លែកបទពិសោធន៍ច្រើនដែរក្នុងវីដេអូមួយនេះឲ្យគ្នាយើងបានស្ដាប់ចឹងជាចុងក្រោយអរគុណមែនតើគ្នាយើងដែលបានអង្គុយស្ដាប់ podcast មួយនេះតាំងពីដើមរហូតមកដល់ឥឡូវនេះយូរនេះមិនតិចណា1ម៉ោងកន្លះហ្នឹងហើយម៉ោងកន្លះមិនតិចទេអញ្ចឹងអរគុណមែនតើសម្រាប់ការតាមដានហើយអរគុណពលីម្ដងទៀតដែលមកចូលរួមក្នុងថ្ងៃនេះហើយនិយាយទៅ podcast យើងចង់ធ្វើយូរនេះត្រូវទេតាំងពីថាអត់ធ្វើមួយម៉ែឯងមែនតែចេះតែអត់បានធ្វើរហូតដូចខ្ញុំប្រាប់យ៉ាងមិនមែនអត់ចង់ទេតែខ្ញុំវាអៀនហើយខ្ញុំហ៊ានធ្វើទៅតែឥឡូវហ្នឹងទេកាលនៅកន្លះហ៎កាន់នៅកន្លះហើយទៀត អូខេអញ្ចឹងអរគុណមែនតើអ្នកនរគ្នាអញ្ចឹងចាំជួបគ្នានៅក្នុងអេពីសូតក្រោយអរគុណពលីអរគុណច្រើនបាយបាយ